ត្រីពីកម្មវិធីផ្សាយរបស់យើងចាបាននាំមកជូនលោកអ្នកនៅប្រធានបទថ្មីមួយទៀតហើយកំពុងតែក្តៅគគុកនៅក្នុងបណ្ដាញក៏ដូចជានៅក្នុងប្រទេសកម្ពុជាចាគឺរឿងរ៉ាវដែលប៉ះពាល់ដល់អារម្មណ៍របស់ប្រជាពលរដ្ឋខ្លាំងមែនទែនហើយវាក៏ប៉ះពាល់ទៅដល់បញ្ហានយោបាយប្រទេសជាតិផងដែរអំពីវត្តមានរបស់ចាកូនលោកសំទោសកូនលោកកឹមសុខាគឺលោកអ្នកនាងកឹមមនោវិជ្ជាចាហើយនឹងកូនហ៊ុនសែនគឺជាកូនច្បងរបស់លោកកឹមសុខានិងលោកហ៊ុនសែនចាអ្នកទាំងពីរមានជំនួបជួបគ្នាយើងចង់ដឹងថាតើជំនួបរបស់អ្នកទាំងពីរនេះមានវិជ្ជមាននិងអវិជ្ជមានដូចម្ដេចខ្លះនៅក្នុងការជួបជំនួបមួយនេះចាលោកស្រីអ្នកនាងកញ្ញាពីកម្មវិធីផ្សាយយើងខ្ញុំដើម្បីបកស្រាយជាមួយនឹងប្រធានបទដែលកំពុងតែក្តៅគគុកនឹងពេញនិយមនៅក្នុងបណ្ដាញ Facebook សប្តាហ៍ថ្ងៃនេះយើងខ្ញុំបានអញ្ជើញវាគ្មិនចំនួន3រូបនឹងមកបកស្រាយនៅក្នុងប្រធានបទមួយនេះចាលោកវាគ្មិនរបស់យើងកំពុងតែនៅស្ថិតនៅក្នុងបន្ទប់ផ្សាយផ្ទាល់ចានេះខ្ញុំសូមនាំអារម្មណ៍លោកអ្នកទៅស្វាគមន៍លោកវាគ្មិនរបស់យើងចាខ្ញុំសូមជម្រាបសួរលោកទាំងពីរចាខ្ញុំបានឃើញលោកទាំងពីរហើយចាបាទសូមជម្រាបសួរបាទចាជម្រាបសួរលោកស្រីនេះកញ្ញានៅវាគ្មិនកិត្តិយសរបស់យើងមួយរូបទៀតដោយសារតែលោកកំពុងជាប់រវល់ប្រជុំចាមានញឹកណាស់រឿងប្រទេសជាតិគឺมันមានពេលវេលាទុកបណ្ដោយអីទេទូមួយនីតិក៏សំខាន់សម្រាប់ពួកយើងដែរចាដូច្នេះយើងទៅបណ្ដើលោកសរឿនថ្ងៃនេះយើងមានប្រធានបទនិយាយអំពីវិជ្ជមានផលវិជ្ជមាននិងផលអវិជ្ជមានរវាងជំនួបរបស់ហ៊ុនម៉ាណែតនិងអ្នកនាងកឹមមនោវិជ្ជាចានៅក្នុងប្រធានបទនេះដែរខ្ញុំមិនវៀងទៅវិញឆ្ងាយទេចង់ជម្រាបសួរលោកវ៉ៃសរឿនតែម្ដងលោកវ៉ៃសរឿនតើលោកបានព័ត៌មានអ្វីខ្លះសម្រាប់ដែលទេរឿងអំពីបញ្ហាជុំវិញនៅប្រធានបទមួយនេះដែលនៅក្នុងកម្ពុជាឥឡូវនេះកំពុងតែពេញនិយមលោកវ៉ៃសរឿនចាសសូមជើញបាទជាបឋមខ្ញុំសូមជម្រាបសួរដល់បងប្អូនជនរួមជាតិជាទីនឹករលឹកហើយសូមថ្វាយបង្គំព្រះធរានុថរៈជាទីសក្ការៈថ្ងៃនេះយើងក៏បានលើកឡើងប្រធានបទមួយពីសកម្មភាពវិជ្ជមាននិងអវិជ្ជមានរវាងជំនួបនយោបាយចំណិតថ្មីប្រឆាំងហើយនឹងគណៈបកកណ្ដាលអំណាចតាមការមើលឃើញរបស់ខ្ញុំវិជ្ជមានគឺមានតែតូចបំផុតប៉ុន្តែអវិជ្ជមានវាមានច្រើនចាមានកន្លែងណាខ្លះខ្ញុំអញ្ជើញលោកជួយបកស្រាយចាបាទរឿងវិជ្ជមានដោយយើងបានឃើញហើយគណៈបកនយោបាយខាងប្រឆាំងហើយនឹងគណៈបកនយោបាយកាន់អំណាចដែលដឹកនាំដោយលោកហ៊ុនម៉ាណែតនេះគឺមានការមិនសហការជាមួយគ្នាសោះតែម្នាក់នៅក្រៅប្រទេសម្នាក់នៅក្នុងប្រទេសគឺអត់មានដែលទំនាក់ទំនងគ្នាផ្នែកខាងនយោបាយឲ្យស្របទៅតាមរដ្ឋធម្មនុញ្ញដែលបានចែងថាប្រទេសកម្ពុជាយើងដឹកនាំដោយប្រជាធិបតេយ្យហើយពហុបកគឺថាតែដោយស្វ័យនេះយើងឃើញថាគណៈបកប្រជាជននេះបានអនុញ្ញាតសម្របសម្រួលគ្នារវាងកូនលោកកឹមសុខានិងកញ្ញាកឹមមនោវិជ្ជានេះបានប្រជុំពិភាក្សាដើម្បីរកដំណោះស្រាយក្នុងការអភិវឌ្ឍជាតិរួមគ្នាទៅមុខហើយក៏ស្ដារកិត្តិយសភាពដល់ប្រទេសយើងនេះនៅលើឆាកអន្តរជាតិនេះគឺគោលបំណងរបស់គេប៉ុន្តែវាយល់ទៅតាមថាតើគណៈបកប្រជាជននេះមានឆន្ទៈពិតប្រាកដឬក៏យ៉ាងណាបើសិនជាមានឆន្ទៈពិតប្រាកដគឺជាដំណើរមួយដែលយើងមានសង្ឃឹមថាអនាគតទៅយើងនឹងអាចរួបរមគ្នាទាំងគណៈបកប្រឆាំងទាំងគណៈបកប្រជាជនដឹកនាំប្រទេសជាតិយើងដើម្បីឈានទៅរកការរីកចម្រើនក៏ប៉ុន្តែយើងបានស្ដាប់លោកហ៊ុនសែនគាត់បាននិយាយហើយថាគណៈបកប្រឆាំងឬគណៈបកដែលមានការប្រកួតប្រជែងមួយទៀតតែងតែដើរក្រោយគាត់ជានិច្ចដូច្នេះយើងសង្កេតមើលទៅហើយឃើញថាបញ្ហាសង្ហៃនេះគណៈបកប្រជាជននេះសឹងថាដើរបានដល់ទល់ច្រកហើយហេតុអីបានខ្ញុំថាដើរទល់ច្រកពីព្រោះគណៈបកប្រជាជននេះគឺថាប្រឈមនឹងបញ្ហាច្រើនណាស់ដែលមិនអាចដោះស្រាយបានដូចជាបញ្ហាឆបោកអនឡាញក៏មានការបង្ក្រាបដែរក៏ប៉ុន្តែបង្ក្រាបតែថ្នាក់ក្រោមទេរីឯថ្នាក់លើគឺនៅមានសេរីភាពក្នុងការអនុវត្តបញ្ហាឆបោកអនឡាញនេះនៅជាធម្មតាហើយបញ្ហាព្រំដែនក៏ដោះស្រាយមិនបានហើយការគោរពសិទ្ធិមនុស្សក៏មិនអាចទៅរួចដូច្នេះហើយទៅលោកហ៊ុនសែននេះហើយជាពិសេសវាជិតដល់ពេលបោះឆ្នោតទៀតដូច្នេះលោកហ៊ុនសែននេះគឺគាត់មានយុទ្ធសាស្ត្រដើម្បីបន្ថយភាពតានតឹងដើម្បីឲ្យមានទំនុកចិត្តដល់អ្នកដែលបោះឆ្នោតក៏ប៉ុន្តែនេះគឺជាយុទ្ធសាស្ត្រដដែលទេដូចជាគាត់
លោកកឹមសុខានេះគឺជាចំណាប់ខ្វាំងនៅពេលណាដែលនយោបាយតានតឹងមានការគៀបសង្កត់អន្តរជាតិច្រើនកាត់បន្ថយបន្តិចដើម្បីឲ្យយើងថាលោកហ៊ុនសែននេះបានដើរត្រូវគោលដៅហើយឥឡូវកាត់បន្ថយលោកកឹមសុខាហើយប៉ុន្តែឲ្យដើរនៅក្នុងប្រទេសប៉ុន្តែមិនឲ្យចែកក្រៅដល់ឥឡូវស្ថានភាពប្រកាន់រឹតកាន់តែតឹងឡើងគាត់អនុញ្ញាតឲ្យលោកកឹមសុខានឹងដើរចែកបាននៅក្រៅប្រទេសប៉ុន្តែ 100% បាត់ផ្នែកខាងនយោបាយចាត់ឲ្យធ្វើទេដូចកាលណាមានគំនាបកាន់តែតឹងគាត់បន្ទូលបន្តិចទៀតដល់ឥឡូវគាត់អនុញ្ញាតឲ្យហាគីមមនោវិជ្ជានេះទៅជួបជាមួយហ៊ុនម៉ាណែតដើម្បីពិភាក្សារឿងបញ្ហាផ្សេងៗហ្នឹងអានេះគឺជាយុទ្ធសាស្ត្ររបស់គាត់ទេតាមខ្ញុំយល់ណាប៉ុន្តែខ្ញុំមិនបដិសេធ 100% ទេថាវាអវិជ្ជមាន 100% ទេវាមានវិជ្ជមានខ្លះដូចខ្ញុំបានលើកឡើងហ្នឹងប៉ុន្តែពើអវិជ្ជមាននោះវាមានច្រើនជាងវាមានច្រើនយ៉ាងណាពីព្រោះដើម្បីស្ដារកិច្ចសន្តិភាពនៅលើឆាកអន្តរជាតិដែលស្វ័យនេះវាកំពុងធ្លាក់ដល់បាតដាល់ទៅហើយហ្នឹងគឺថានាងកុំមនោវិជ្ជាហ្នឹងគឺថាគ្មានលទ្ធភាពអីនៅក្នុងការដោះស្រាយលើកដំកើងអរិយកិច្ចសន្តិភាពនៅលើផ្ទៃរាបនៃឆាកអន្តរជាតិនឹងបាទទេហេតុអីបានខ្ញុំថាអញ្ចឹងពីព្រោះលោកហ៊ុនម៉ាណែតនេះបានដើរផ្ទុយទៅនឹងអ្វីដែលអង្គការសហជាតិគេតម្រូវការឲ្យធ្វើហើយបើសិនយើងចង់ដោះស្រាយឲ្យវាមានកិច្ចសន្តិភាពឡើងវិញនៅលើឆាកអន្តរជាតិហើយអភិវឌ្ឍប្រទេសនឹងឲ្យវាបានត្រឹមត្រូវទៅតាមសង្គមអន្តរជាតិគេចង់បានគឺយើងបានដឹងទាំងអស់គ្នាហើយតើថាអង្គការសហជាតិគេត្រូវការស្អីអង្គការសហជាតិគេត្រូវការឲ្យយើងគោរពសិទ្ធិមនុស្សស្ដារឡើងវិញលទ្ធិប្រជាធិបតេយ្យណាហើយការបោះឆ្នោតដោយសេរីនិងយុត្តិធម៌ហើយត្រូវគោរពសិទ្ធិសហជីពអានេះគឺជាការត្រូវការរបស់អង្គការសហជីវជាតិហើយបើយើងអនុវត្តទៅតាមនោះគឺថាកិត្តិយសនៅប្រទេសយើងគឺថាវាឡើងហើយវាឡើងទៅវិញហើយប៉ុន្តែយើងដើរផ្ទុយពីយើងអត់គោរពទៅតាមអ្វីដែលគេតម្រូវការប៉ុន្តែយើងចង់រកអ្នកជំនាញដើម្បីមកជួយនិយាយការពារជាជាងការពិតដើម្បីឲ្យអន្តរជាតិហ្នឹងគេលើកតម្កើងយើងកិត្តិយសយើងនៅក្នុងឆាកអន្តរជាតិទៅទៀតខ្ញុំថាវាមិនអាចទៅរួចទេពីព្រោះអ្វីដែលគេតម្រូវការឲ្យយើងធ្វើយើងអត់ទាំងធ្វើផងហើយដូចជាការបង្ក្រាបការឆបអនឡាញនេះក៏យើងបានមើលឃើញទាំងអស់គ្នាហើយសូម្បីតែអ្នកដែលរាយការណ៍ពិសេសផ្នែកខាងសិទ្ធិមនុស្សអង្គការសហជីវជាតិគឺបានលើកឡើងហើយគឺថាអត្រៃធំនោះយើងមិនទាន់ឃើញចាប់វាចាប់បានតែអត្រៃតូចដូច្នេះគឺជាភាសាការទូតរបស់គេគឺជាគេនិយាយទៅឲ្យវាស្រួលស្ដាប់ប៉ុន្តែបើសិនជាភាសាសាមញ្ញធម្មតាគេថាគេអត់មានទំនុកចិត្តលើយើងទេពីព្រោះយើងបង្ក្រាបតែអ្នកតូចអ្នកធំយើងអត់បង្ក្រាបហើយដែលត្រង់កន្លែងទៅនឹងហើយទោះបីជាលោកហ៊ុនម៉ាណែតសហការជាមួយនាងកញ្ញាមនោគឹមមនោវិជ្ជានោះបើសិនជាដើរផ្ទុយពីបញ្ហាត្រង់នេះគឺថាมันអាចមានលទ្ធភាពនៅក្នុងការស្ដារកិច្ចសន្តិភាពរបស់ប្រទេសកម្ពុជាយើងនៅលើឆាកអន្តរជាតិបានទេពីព្រោះដូចខ្ញុំបានលើកឡើងមកហើយបើយើងធ្វើទៅតាមតែតម្រូវការដែលតម្រូវឲ្យយើងធ្វើគឺថាវាចប់ទៅហើយគឺអ្វីគឺវានឹងបានប្រសើរឡើងដោយខ្លួនឯងប៉ុន្តែបើយើងមិនអនុវត្តទៅតាមបណ្ដាគោលការណ៍របស់គេហើយយើងចង់រកផ្លូវផ្សេងដើរមកដូចខ្ញុំថាគឺថាមិនអាចទៅរួចទេពីព្រោះដែលបើតាមខ្ញុំមើលទៅប្រហែលជាគេថានឹងគេមនោវិជ្ជានោះក៏ធ្លាប់ដើរនៅក្នុងឆាកអន្តរជាតិកាលពីកើតនោះគណៈបកសង្គ្រោះជាតិអានោះគឺថាគេទទួលស្គាល់ប៉ុន្តែបើសិនជាចូលទៅធ្វើការជាមួយលោកហ៊ុនម៉ាណែតដោយបម្រើនៅខាងគណៈបកប្រជាជនគឺថាចំណេះវិជ្ជាដែលបានរៀននេះគឺវាត្រូវបានបញ្ចប់ពីព្រោះយើងត្រូវដើរទៅតាមគោលការណ៍របស់គណៈបកប្រជាជនតែដើរខុសពីគោលការណ៍របស់គណៈបកប្រជាជនគឺថាมันអាចទៅរួចទេដោយយើងឃើញមានឧទាហរណ៍កន្លងមកហើយបណ្ឌិតមួយចំនួនដែលងាកទៅចូលរួមជីវិតនយោបាយជាមួយគណៈបកប្រជាជនដោយមានគោលបំណងថាចង់ទៅជួយហើយនឹងកែប្រែស្ដារនោះអ្វីឲ្យបានប្រសើរឡើងប៉ុន្តែដល់ចូលទៅក្នុងនោះហើយគឺចប់គឺថាมันអាចយកគំនិតយើងនេះទៅប្រើបានទេត្រូវតែដើរទៅតាមមាគ៌ារបស់គេទៅតាមមាគ៌ារបស់គេគឺថាมันអាចយកគំនិតដែលបានសិក្សាស្រាវជ្រាវដូចជាផ្នែកកសិកម្មមួយជាដើមដោយលោកស្អីយ៉ងសិនកូម៉ាទេចាគឺថាចូលទៅក្នុងអតីតគណៈបព្វជិជនដើម្បីជួយដែលរៀបចំបញ្ហាកសិកម្មនេះឲ្យបានប្រសើរឡើងចូលទៅដល់ស្ងាត់បណ្ដោយអត់ឃើញមានចេញដែលរូបមន្តសេដ្ឋកិច្ចផ្នែកខាងកសិកម្មណាមួយនេះឲ្យប្រជាជនយើងថាជាស្នាដៃរបស់គាត់នេះគឺថាអត់ទេចូលទៅចប់
อันนี้คือเจียเรื่องมุ้ยได้ละยังกับกูก่อนสงเกิดมาสั้นเจียเนี่ยมนุษย์กึมโลวิเชียนี่โจลรูมมาในนโยบายในขนมคณะปราบเจียจวนขนมกูบำรังจังสลาเกจานเพียบไปบ่ประเทศยังแล้ววิ่งเลยชาอันประเทศคือถ้าแต่โจลเขาคือจบด้วยเนี่ยอันนี้คือยังเนี่ยที่หอยจานให้ในบ้านชมเย็นลึกลักเนี่ยเอาส่งโจลรูมมานั่งมาส่งมาคนแบบจ้ะส่งมาคนโลกวันเสริญได้ใช้โลกเองเลยถ้าโลกมีนอยู่บออย่างนั้นคลาสจมเป็นอย่างปีปัญหาอย่างออนนี่ก็โดยเชียโลกวันเสริญมาเลยค่ะโลกเองเลยขยมโยธาทำไมนี่เหมือนท่าก็เหมือนโอเชียบันโจลแต่จูบจมวยนังคนมันในนั่นเองคนท้ายยังคือท่าคนซ้ายทำไมนี่ก็บันมีใจอัมพีเรื่องโลกกรรมสภาได้โลกท่าประมาณทับทางมุ้งไอ้แบบกรรมสภาจากบานมาพูดnhóm នៅមុនពេលដែលគាត់ទៅសួរសុខទុក្ខកងទ័ពនិងជនភៀសថ្ងៃនេះរួមជាមួយនឹងលោកជំទាវនិងកូនស្រីឯកឧត្តមកឹមសុខាមកសួរសុខទុក្ខខ្ញុំម្ដងទៀតបានន័យថា2ដងហើយដែលយើងជួបជជែកគ្នារហូតដល់3ម៉ោងហើយណោះតាំងពីម៉ោង9រហូតដល់ម៉ោង12ចាដោយនិយាយច្រើនជាមួយក្មួយស្រីកឹមមនោវិជ្ជាដែលជានាងគឺជាគុណធានមនុស្សល្អសម្រាប់ជាតិអីហ្នឹងជាដើមនេះជាការលើកសរសើរពីមាត់របស់ហ៊ុនសែនទាំងដែលយើងឃើញថារាល់ការលើកសរសើររបស់ហ៊ុនសែនយើងឃើញហើយមុននឹងគឺហ៊ុនសែនបានចាប់លោកកឹមសុខាឲ្យជាប់ទោសរហូតដល់27ឆ្នាំប៉ុន្តែដល់ពេលប្រទេសចាប់ផ្ដើមមានសង្គ្រាមមានគំនាបនៅជុំវិញរឿងរ៉ាវរបស់នយោបាយក៏ស្រាប់តែមានការដោះលែងលោកកឹមសុខាដោយសារតែឃើញថាលោកកឹមសុខានឹងមានពាក់ព័ន្ធមានវិបត្តិផ្ទាល់ខ្លួនដូចជាម្ដាយលោកឈឺអីនឹងជាដើមខ្ញុំមិនចង់និយាយវែងដូច្នេះខ្ញុំសូមកាត់ខ្លីចំពោះសំណួរនេះទៅលោកកេងនេះខ្ញុំចង់បានពីលោកវិញថាតើការដែលគេការជំនួបដែលគេជួបគ្នានេះហើយគេល្អអុកល្អឿនជួបគ្នានិយាយគ្នារហូតដល់ទៅ3ម៉ោងអីហ្នឹងហើយការសន្ទនាគ្នាហ្នឹងវាគឺជាការអរគុណសន្តិភាពឬក៏អរគុណដែលបានដាក់ទោសខ្ញុំ27ឆ្នាំអរគុណដែលបានលុបបំបត្តិចោលសង្គ្រោះជាតិហើយឥឡូវនេះដាក់គុកខ្ញុំរួចហើយខ្ញុំស្គាល់រសជាតិគុកហើយខ្ញុំចេញមកសន្ទនាយ៉ាងសប្បាយចិត្តនៅពេលដែលម្ដាយខ្ញុំស្រាប់តើគេសប្បាយចិត្តរវាងរឿងបែបនេះឬមួយក៏គេជួបគ្នាដោយវិធីណាហើយមានភាពវិជ្ជមាននិងអវិជ្ជមានយ៉ាងណាទៅលោកកេងលីពាក់ព័ន្ធជាមួយនឹងជំនួបមួយនេះចាសូមជើញបាទអរគុណច្រើនសូមជម្រាបសួរបងប្អូនកូនខ្មែរទាំងអស់ប្រសំជាទីសក្ការៈព្រមទាំងក្មួយហើយនឹងបងបានជួបគ្នាសប្តាហ៍នេះទៅលើប្រធានបទរបស់យើងគឺថាតើវាផលវិជ្ជមាននិងអវិជ្ជមានរបៀបម៉េចខ្ញុំឯកភាពតាមបងលើកមានប្រសាសន៍ថាហ៊ុនសែនដើរដល់កលាពឿនគុនីគេបានបង្ខំឲ្យដោះលែងអញ្ចឹងគាត់ធ្វើសម្ដែងតួតូចបាទហើយគាត់អានេះជាគោលនយោបាយរបស់យួនណាបកប្រជាជនវាជាគោលនយោបាយរបស់យួនតែគេឲ្យហ៊ុនសែននេះធ្វើដំណើរនេះមាននំអញមានលបោយអានេះគេថាអញអ្នកមាននំខ្ញុំសុំអ្នកមានលបោយបាទខ្ញុំបន្ថែមបន្ថយឲ្យទៅតាមការចង់បានរឿងវាសម្រួលប៉ុណ្ណឹងទេបាទតែឲ្យដោះស្រាយសង្គមជាតិមួយគឺដោះចេញទេហើយគោលការណ៍គមនោវិជ្ជាគឺគោលការណ៍ដែលមិនឆ្លោះមិនឆ្លើយមិនឆ្លងណែឲ្យប្រមាណយកប៉ុណ្ណឹងអញ្ចឹងបានគេកាត់ថ្លៃលក់ផ្ទះគេ$3 លាននោះយើងក៏ដឹងដែរពីព្រោះរឿងនេះគេធ្វើសំរងស៊ីមុននយោបាយសន្តានាណានយោបាយសន្តានាតែសំរងស៊ីក៏ដើរតាមអាគោលនយោបាយសន្តានានោះពីព្រោះគោលនយោបាយសន្តានានេះខ្មែរខាតច្រើនទីផ្សារផ្ដាច់ការគឺមានតែយួនម្នាក់ដែលមានសិទ្ធិដាក់តម្លៃឲ្យទៅលើផលកសិកម្មពលរដ្ឋអញ្ចឹងសំរងស៊ីក៏លេងចូលទេអត់យល់ទោះបីឲ្យគាត់មិនគឺគាត់អត់ទេអញ្ចឹងបាននយោបាយសន្តានារបស់សំរងស៊ីវាបរាជ័យនៅឆ្នាំ2014ចាំបានថាដល់គេចាប់យកកម្មសខាគេមានផលចំណេញដើរតាមគោលនយោបាយយួនសុទ្ធសាធឈើត្រីស្អីគឺច្រកព្រំដែនគឺមិនអាចហាមឃាត់យួនបានទេតែបើឲ្យសំស៊ីគឺអន្តរប្រវេសគឺនេះឯងត្រូវតែក្តោបក្តាប់ឲ្យជាប់អញ្ចឹងបានគេបណ្ដេញសំស៊ីចេញពីប្រទេសអានេះខ្ញុំនៅកាន់ការងារផ្ទាល់ហើយអញ្ចឹងបានថាអញមាននំហើយទៅឯងអ្នកមានលបោយបាទអាហ្នឹងគឺហ៊ុនសែនគាត់ចង់លេងក្បាច់នោះឯងអញ្ចឹងបានគេបណ្ដេញសំស៊ីចេញហើយ
កិច្ចការនយោបាយក្នុងប្រទេសគឺដួលទាំងអស់សេដ្ឋកិច្ច 73% ធ្លាក់មកនៅតែ 2.6% អញ្ចឹងគឺបានសេចក្តីថាវាដួលបាទហើយ scam online នេះគឺវាអត់មានបានទៅលើប្រជាពលរដ្ឋខ្មែរទេវាបានទៅលើអង្គញាយួនអង្គញាសៀមនិងអង្គញាចិនគឺជាលុយនោះគឺលុយគេបណ្ដុំសម្រាប់បែងចែកហើយបកប្រជាជននេះគឺមានតែខ្ចីគេខ្ចីជប៉ុនខែមុនបានប្រហែល200លានខ្ចីចិនគេចិនគេថាឲ្យ200លានគេជួយសម្រាប់ហើយទិញរថក្រោះយកលុយ200លានទិញរថក្រោះប៉ុន្តែគេអត់ឲ្យធ្វើសង្គ្រាមទេគឺគេឲ្យយកមកតាំងពីពើអត់ឲ្យមកច្បាំងជាមួយថៃទេអញ្ចឹងយើងមើលឃើញហើយថាទិញរថក្រោះ39គ្រឿងចិនគេដាក់បញ្ញត្តិឲ្យគឺគេលក់ឲ្យបានតែមិនឲ្យធ្វើសង្គ្រាមពីព្រោះវាខាត់ផលប្រយោជន៍គេអញ្ចឹងគេយកទីលានកម្ពុជានេះធ្វើជាទីលានប្រកួតសេដ្ឋកិច្ច scam ទេហើយហ៊ុនសែនត្រូវតែដើរតាមគោលនយោបាយនោះចាអញ្ចឹងបានថាបើសំរងស៊ីក៏ធ្វើគឺពួកនេះអត់ទៅរួចទេនេះដែលយើងនៅក្នុងឆ្នាំ2014អញ្ចឹងបានគេចាប់យកកម្មសខានៅក្នុងឆ្នាំ2017បាទឆ្នាំ2017កម្មសខាកាន់តំណែងជាប្រធានបក្សសង្គ្រោះជាតិ6ខែ20ថ្ងៃគាត់គេអាចរំលាយបានបើនៅសំរងស៊ីអត់អាចរំលាយបានទេបដូរចាប់មួយដូរមួយចាប់មួយដូរមួយអញ្ចឹងបានសំរងស៊ីគាត់បង្កើតឲ្យមានអនុរង4មានប៉ុលហំមានណែស្អីមួយគេស្អីបាក់ជឿនលឿននោះមួយនិងមូសុខួរអេងឆៃអៀងគឺធ្វើម៉េចឲ្យមានការផ្លាស់ប្ដូរឲ្យលឿនប៉ុន្តែដល់ទៅចូលដៃកម្មសខាពឹបមិនឆ្លោះមិនឆ្លើយមិនឆ្លងមិនលាលេងទុកឲ្យគេរំលាយអានេះវាអញមាននំខ្ញុំមានលបោយអានេះវាចូលរូបមន្តឯងហើយខ្ញុំមើលឃើញយូរហើយកិច្ចការនេះគេរំលាយសំរងស៊ីហើយសំរងស៊ីជាង1000នាក់ស្លាប់នឹងជាប់គុករត់ចោលស្រុកជាង1000នាក់ដែលជាមនុស្សពិតប្រាកដរបស់ខ្មែរមនុស្សខ្មែរនិយមមិនមែនមនុស្សឱកាសនិយមចង់ទិញក្បាលប្រមាណក៏អត់លក់ដែរដូចខ្ញុំនេះតម្លៃ2លានខ្ញុំអត់លក់ទេខ្ញុំសុខចិត្តដើរសំបាយលោកស៊ីចឹងព្រោះមិនយក2លានទៅបំផ្លាញជាតិទេចឹងបានយើងមើលឃើញថាដោះស្រាយអត់ចេញទេសេដ្ឋកិច្ចក៏ដួលវិស័យកាត់ដេរក៏ដួលកសិកម្មនោះដឹងថាដួលទាំងស្រុងហើយស្រាញ់យួនគេទិញយួនគេមិនទិញមិនដឹងយកទៅលក់ឯណាទេទេសចរក៏អន់ទាំងអស់គឺដោះស្រាយចេញការទូត0ព្រំដែនចំនួនព្រំដែនគឺលើពិភពលោកអត់មានណាគេទទួលស្គាល់ថាខ្មែរបាត់បង់ទេបាទមានតែអ្នករាយការណ៍ពិសេសដែលគាត់មកនិយាយនោះគណៈបច្ចុប្បន្នទីជេគាត់ទៀតហើយគាត់ចេះតែហួសធ្វើនយោបាយហួសគាត់តែសេចក្តីរាយការណ៍របស់អង្គការជាតិដែលចុះទីសញ្ញាឆ្នាំ92ដើម្បីឲ្យមានអ្នកត្រួតពិនិត្យតាមដានមើលស្ថានភាពក្នុងកម្ពុជាពីការគោរពសិទ្ធិមនុស្សពីច្បាប់រដ្ឋធម្មនុញ្ញពីវិស័យពហុបកហើយក៏ហ៊ុនសែនក៏អត់ទទួលស្គាល់ទេអត់ទទួលស្គាល់ថាធ្វើការហួសព្រំដែនតែបើធ្វើការរំលាយជាតិអានឹងក៏ទទួលស្គាល់ព្រោះហ៊ុនសែនក៏ធ្វើគោលនយោបាយរំលាយជាតិរំលាយប្រទេសរំលាយពូជសាសន៍ខ្មែរក៏ធ្វើនយោបាយរំលាយពូជសាសន៍ខ្មែរឧទាហរណ៍យើងចាក់ធានទៀតដូចគ្រឿងញៀនគាត់មិនមែនចាប់ក្មេងប្រើប្រាស់គ្រឿងញៀនហើយទៅសួររោនអ្នកលក់គ្រឿងញៀនចាប់អ្នកលក់គ្រឿងញៀនត្រូវសួររោនអ្នកនាំចូលគ្រឿងញៀនអ្នកនាំចូលគ្រឿងញៀនត្រូវសួររោនអ្នកផលិតគ្រឿងញៀនអានឹងមកទៅរួចអានេះអត់វាសាទុកដាក់គុកប៉ុន្តែអ្នកផលិតនៅដដែលក្រុមអង្គញាចោលទាំង3000នាក់នៅផលិតគ្រឿងញៀនពេញប្រទេសខ្មែរដដែលអានេះទេថាចឹងបានគេកម្ចាត់សំរងស៊ីទៅវាងាយស្រួលក្នុងការគោរពអនុវត្តបញ្ញត្តិ1986ជាលក្ខខណ្ឌដែលប្រគល់តំណែងទូនីតិឲ្យហ៊ុនសែនគឺទទួលយកលក្ខខណ្ឌទាំង400ចំណុចនៃសហប្រតិបត្តិការរវាងបកប្រជាជននិងបកកុម្មុយនីសវៀតណាមនិងបកកុម្មុយនីសចិននិងបកកុម្មុយនីសថៃអញ្ចឹងបកកុម្មុយនីសថៃគេធ្វើអីក្រុមទាបាញ់ដែលតអំបូរពីនួនជាតអំបូរពី
khôn năm vừa rồi sám sấp mà tôi này hay to tờ cô rồi bỏ sừng ngọc than mà vừa rồi sám sấp to máu này dương ai thằng kia còn cho là muối kia sầm lập mày bàn tràn na dương ban đã dương khuôn dương ăn bàn đằng thả tờ bọc khôn nâng sừng ngọc than cái thứ ấy hỏi sừng ngọc minh ấy nâng Hồ Chí Minh nó cái thứ ấy dương ăn bàn sực xa vào bữa này thì pro mày thì ăn ao dương mư bởi dương đôi nhom bàn đằng vì cha cần dây to máu bàn nhom bàn vô thả tờ bọc khôn nâng là vô bay rồi bỏ sừng ngọc than nó cái thứ ấy mai sợi rầy Yun Hà Nội cho mui sừng ngọc minh nó cái thứ ấy cùng mình đi mai tới khang na có slap đây trải trôn một sợi rầy của thằng ngợp đây chẳng ban thải trôn tụi cô mình đi cái ngợp đây rồi kia rùng ly cùi sang chẳng cô ca con sáng cân trời để vô liệt khăn nó mà đá thứ mấy cái rùng ly cùi sang mai bàn bây dương mưu của vượt và đừng dây tới việc trơn chẳng ban tha dương vô tại vì chấm nói sầm khăn cứ Paul vitamin trơn nè bởi cái Manovisia bên cứ cất miền trên miệng thì vô bài cả tu tê hay cất còn mình ai liêng một ngất cam kia nó tới bàn đây hay cô ca mình chua mình chơi mình tròn ní cứ vì kia cả ta giật sa mình đánh xong rồi si tranh vì bật tê ở bàn tập năng đây thì mới khơi ngay ban là dương dây tới thì thay dương như trên tập co chùm luôn ban đại dương skill chẳng ban kem sực khá cất ba ông ca xịt mình nục nhằm châu room phải chăm năm cất tha thư này vô bài công xà lanh một bốc côn xà lanh kiệt tại kem sực khá thư anh đi để xà lanh lui lịch kiệt cất là chuột là sân đây khơi tầm mốc skill cả giàu hơi tại sao đằng si cất xà lanh kiệt có xà lanh lui chẳng pi nè nó một tùy kia hơi chẳng bạn chỉ cho cái chạp vô năng cái chạp vô kem sực khá hơi rồi na xà lanh lui ở nó cứ chia ok rồng ly chiết khai bàn tại bờ xà lanh chiết ọt rồng ly khai bàn đi chẳng dừng mưa bạn tiền sam sập bự xua thập bạn na môi đây cật xà lanh chiết cật xà lanh ta lui đi cái ao mà năm mà liên pi liên cứ cật ba cái ở lâu ní cân là bạn cầm sực khá nó pram thôi bạn bạn pram thôi và đằng là bị sẽ bàn ra khi mà thay môi ti từ Paul Phong cái môi từ u chan rất nó cái môi từ cái thôi mà đi khơi nhau thì tôi thà ta thuê nó thuê đi mấy cái pu chi đội hôn sân bay chăng mà pay bạn hôn sân bay anh nó đôi khi kem sân khang cái pu bạn chẳng đây bạn bạn kỳ làm pram có môi đây chẳng mấy bạn kia cái thuê chăng rồi cái đa tam cô ca rồng liên pu sạc mà bàn đi trong một pot plan đầy kiaไปเชียบรัฐเตียงแต่เนี่ยกี้เตียงรัฐาภิบาลพลันเรียกออกย้าผลัดกรึงยินอัดเฮียนจับอันนี้ผลัดได้จับอันนี้เปล่าโดยมันในที่เราเมาที่อวดครุนแต่มาไงที่จับบันหาสปีเนี่ยđể chỉ côngยุกุจวนอัดเตือนเมียนอายุมาพีปิงลิงพ้องปลาปลากรึงยินที่จับบอมพลายเนี่ยโน่นนะบอมพลายเนี่ยบอมพลายจะเตือบยุกับวีบานนะโดยบอมพลายปฏิกับบ้านบอมพลายใส่กับบานคือถ้าตำเปียงไงตาลูดม้อคือหายซอยหน่อยบ้านเราใส่ไปจับทางเวียงเงือกนะบ้านตำเปียงยุ่งvà cô vô bài cái dân lập tầm piang chẳng bàn hà riêng và tây Campuchia na để kem sực hà bắt đăng từ sờ lanh chiết cùng sờ lanh bộ quần là hay nhóm có xong bắt đăng được mình thạp sầm đây đi na đến đây so chiết mà chiết so tạc cô bọn này ai như vừa từ mình hơi và sờ lanh chiết cái sờ lanh bộ quần ai mà đăng thạp bộ quần nó chào ai cô tôi từ thôi ai bộ quần nó từ thoại cùng một tiết miền miệngตะ twai គុំសពីហត់បាត់ជើងហ៊ុនសែនមកខ្ញុំឆ្ងល់អានេះយូរទៅយកឃាតករធ្វើជាព្រះជាម្ចាស់ច្រើនណាស់មួយហើយនិយាយទៅអស់ទេប្រតិការដែលខ្ញុំកាន់មក30ឆ្នាំគឺខ្ញុំយល់ដឹងអំពីជំរឿនយោបាយហើយខ្ញុំបានដកស្រង់ពីចាស់ចាស់លោកជាលោកដឹងថាពីប្រវត្តិចលនានេះអញ្ចេះចលនានោះវាចុះគឺគេធ្វើម៉េចរំលាយពូជសាសន៍ខ្មែរបានអញ្ចឹងបានខ្មែរអត់មានសេចក្តីសោកទេពីព្រោះអ្នកទាំង3នេះគឺជាស្ថានភាពឃាតកម្មប្រវត្តិសាស្ត្រឃាតករនយោបាយប្រចាំប្រវត្តិសាស្ត្រ
បាទចឹងគេមិនឲ្យខ្មែរនេះរស់រីកចម្រើនទេបាទមានទេហើយវាកិនតែយកកម្ពុជាធ្វើលៀនដ្ឋានប្រកួតនយោបាយប្រមូលផលប៉ុន្តែផលនោះបានទៅលើសៀមក្រហមយួនក្រហមចិនក្រហមណាខ្មែរនេះ0បាទខ្មែរមានតែប្លន់ដីប្លន់ឃ្លីឥឡូវនេះវាមួយខែបើយើងមើលពីស្ថានភាពប្លន់ដីពលរដ្ឋរឹបរយករណីអាមានបានប្លង់រឹងតម្លៃ$2000ហើយក៏នៅតែគេប្លន់បានទៀតបាទថាឡាយដូចទាហានគេថាឡាយតែច្បាំងជួមុខមកវិញគេឈូសឆាយចំណាំកាប់ចោលអស់ព្រាសម្បែងគេយកដីឃ្លីអស់លក់ឲ្យក្រុមហ៊ុនអញ្ចឹងបានថាចិនយួនគេថាប្រទេសខ្មែរជាដីស្រែរបស់ចិននិងយួនបើស្ងាយឃើញហើយពាក្យនេះណាមិនបានចាស់កិននិយាយអញ្ចឹងយើងមើលអ្នកធ្វើស្រែណាបើយួនមិនទិញគឺអត់ដឹងយកផលទៅណាទេថៃខ្ញុំទៅសិក្សានៅប្រទេសថៃមួយអាទិត្យកាលខ្ញុំជាប់ក្រុមប្រឹក្សាខ្មែរស្រែណាកិននិយាយក្នុងផ្ទះកថាតាំងពីថាក់ស៊ីនឡើងមកគឺកសិករទទួលផលច្រើនណាស់កម្ចីឥតការប្រាក់ធ្វើកសិកម្មបានភោគផលរឹតអ្នកប្រមូលទៅទទួលយកទៀតគេហៅថាលុយកម្ចីកសិកម្មឥតអាធនាគារកសិករគេនោះគឺអត់យកការប្រាក់ទេបាទបើធ្វើស្រែនោះត្រូវអស់500,000 បាតគេឲ្យកម្ចី300,000 បាតទុនរបស់គេឲ្យជួយហើយខ្មែរឯងស្អីបាទធ្វើតាជីគាត់ថាសុំធ្វើតាជីសម្រាប់ឲ្យកសិករប្រើធ្វើម៉េចឲ្យបានតែមកបេ30,000 រៀលឬ40,000 រៀលកុំឲ្យវាដល់20,000 រៀលក៏ធ្វើអត់ចាញ់ផងអញ្ចឹងនយោបាយហ៊ុនសែនគឺនយោបាយរំលាយពូជសាសន៍រំលាយប្រទេសមិនមែនកសាងជាតិឲ្យបានរឹងមាំទេបាទហ្នឹងអរគុណសូមចូលរួមប៉ុណ្ណឹងបាទចាសូមអរគុណលោកកេងលីជាបន្តទៅទៀតនេះខ្ញុំសូមជម្រាបសួរលោកវ៉ៃសរៀនវិញម្ដងលោកវ៉ៃសរៀនយើងបានឃើញហើយសហគមន៍អន្តរជាតិតាំងពីពេលឆ្នាំ2017ចាសំដៅ2017ចុងឆ្នាំ2017ដែលគណៈបកសង្គ្រោះជាតិត្រូវបានគេរំលាយគឺសហគមន៍អន្តរជាតិបានប្រមានធំទៅហ៊ុនសែនឲ្យបើកឲ្យមានលទ្ធិប្រជាធិបតេយ្យគោរពសិទ្ធិមនុស្សនិងឲ្យគណៈបកសង្គ្រោះជាតិវិលមកកាន់តំណែងហើយបោះឆ្នោតដោយយុត្តិធម៌ឡើងវិញប៉ុន្តែអ្វីទាំងនោះហ៊ុនសែនអត់ធ្វើទេហើយក៏ឈានទៅដល់ការរំលាយមិនត្រឹមតែរំលាយគណៈបកសង្គ្រោះជាតិទេឈានទៅដល់ការបាត់បង់ EBA ទៀតផងប្រសិនបើហ៊ុនសែនមិនព្រមឲ្យមានការបោះឆ្នោតសារឡើងវិញជាមួយនឹងគណៈបកសង្គ្រោះជាតិហើយទាំងអស់នេះដែរវាធ្លាក់រហូតទៅដល់មានការមកចាប់លោកកឹមសុខាទាំងម៉ោង12យប់ហើយប្រាប់ថាជាបទល្មើសជាក់ស្ដែងទាំងលោកកឹមសុខាកំពុងតែសម្រាមនៅក្នុងផ្ទះទៀតផងនៅក្នុងចំណុចហ្នឹងផងដែរខ្ញុំសូមអធិប្បាយបន្តិចគាត់ហ៊ុនសែនបានធ្វើទុកបុកម្នេញលើលោកកឹមសុខាដែលជាប្រធានគណៈបកសង្គ្រោះជាតិចាបន្ទាប់ពីលោកសំរងស៊ីមកសម្រាប់ការទស្សនៈរបស់អ្នកគ្រប់គ្រងជំវិញគណៈបកសង្គ្រោះជាតិគឺមើលឃើញថាលោកកឹមសុខាដោយលោកកេងលីបាននិយាយចឹងគឺឲ្យតំណែងយកទៅទុកមិនព្រមបណ្ដោះតំណែងនឹងឲ្យនរណាម្នាក់ដើម្បីបន្តកាន់ហើយពង្រីកនៅអន្តរភាពរបស់បករបស់ខ្លួនឯងប៉ុន្តែបែរជាអោបជាជាប់នឹងខ្លួនរឿងនេះខ្ញុំដឹងពីលោកកឹមសុខាមិនច្បាស់ថាហេតុអ្វីទេក៏ប៉ុន្តែនៅក្នុងពេលនោះដែរហ៊ុនសែនក៏អត់បានលើកលែងទេគឺដាក់ទោសលោកកឹមសុខារហូតដល់27ឆ្នាំដូចខ្ញុំលើកឡើងមុននៅបន្តិចបន្ទាប់មកចាឥឡូវនេះត្រឡប់មកដល់សំណួររបស់យើងត្រូវបានហ៊ុនសែននឹងលើកលែងទោសអីនឹងជាដើមហើយខ្ញុំចង់ជម្រាបសួរលោកថាដោយសារតែសហគមន៍អន្តរជាតិចាមើលឃើញថាកម្ពុជាសម្បូរទៅដោយ scam online ដែលដឹកនាំដោយត្រកូលហ៊ុនទាំងពីរអ្នកកូនហ្នឹងហើយយើងឃើញថា SBI ក៏ដូចជា ICJ កំពុងតែរៀបចំក្បួនត្រៀមនឹងចុះមកសាកសួរដល់ត្រកូលហ៊ុនក្រោមការធ្វើបាតកម្មនៅក្រៅប្រទេសរបស់គណៈបកសង្គ្រោះជាតិដែលដឹកនាំដោយលោកសំរងស៊ីហើយមួយវិញទៀតធ្វើឲ្យហ៊ុនសែនបានដឹងហើយគឺប្រទេសនានាដែលប្រព្រឹត្តនៅអំពើក្បត់ជាតិដោយហ៊ុនសែនអញ្ចឹងត្រូវបានគេអាមេរិកចាត់ការជាច្រើនកន្លែងមកហើយខ្ញុំមើលឃើញថាការដោះលែងលោកកឹមសុខាគឺជាការដែលដោះលែងឲ្យសហគមន៍អន្តរជាតិមើលឃើញថាខ្លួន
កំពុងតែវិលទៅរកលទ្ធិប្រជាធិបតេយ្យទាំងដែលខ្លួនឯងនៅប្រើភាសាច្បាប់មួយដែលនិយាយថាងើបមួយវាយមួយទាំងដែលក្នុងពេលហ្នឹងដែរខ្ញុំមិនដឹងទេថាតើទំហំនៃការដោះលែងនិងជំនួបចរចារវាងក្រុមគ្រួសារតកូលហ៊ុននិងក្រុមគ្រួសារតកូលកម្មហ្នឹងគឺជាវិភាគវិជ្ជមានឬអវិជ្ជមានបែបណាធ្វើឲ្យបាត់បង់ធ្វើឲ្យសង្គ្រាមឈប់មានសង្គ្រាមឬមួយក៏លោកកឹមសុខាមានវត្តមានឬក៏កម្មនវិជ្ជាមានវត្តមានជួបជាមួយនឹងហ៊ុនសែនអាចធ្វើឲ្យវប្បធម៌សន្តានានឹងคล้ายទៅជាវប្បធម៌មួយលុបបំបាត់ចោលនៅវប្បធម៌ងើបមួយវាយមួយដែរឬទេលោកវាយសរឿនចាសូមជឿបាទសូមអរគុណសាជាថ្មីបាទដូចខ្ញុំបានលើកឡើងកន្លងមកហើយបើសិនជាហ៊ុនសែនមានចន្ទៈពិតប្រាកដការជួបជំនួបរវាងលោកហ៊ុនសែននិងលោកកឹមសុខាហើយលោកហ៊ុនម៉ាណែតនិងនាងកឹមមនោវិជ្ជានេះគឺជារឿងមួយដែលល្អហើយអនាគតទៅនឹងមានការចូលរួមបន្ថែមតទៅទៀតបើសិនជាគិតពីបញ្ហាជាតិដោយលោកហ៊ុនម៉ាណែតបានលើកឡើងមកគឺថាពិភាក្សាគ្នាដើម្បីរកចំណុចរួមមួយនឹងអភិវឌ្ឍប្រទេសយើងរួមគ្នាហើយនឹងស្ដារកិច្ចការអនុភាពប្រទេសកម្ពុជាវិញនៅលើឆាកអន្តរជាតិបើសិនជាមានឆន្ទៈនេះពិតប្រាកដមែនគឺថាវាជារឿងមួយដែលល្អប៉ុន្តែខ្ញុំមិនមើលឃើញថានេះជាឆន្ទៈពិតប្រាកដរបស់លោកហ៊ុនសែនទេពីព្រោះជារៀងរាល់ចិត្តដល់អាណត្តិបោះឆ្នោតតែតែងតែមានការប្រែប្រួលបន្ថយនៅអ្វីដែលកើតបានប្រព្រឹត្តដែលអន្តរជាតិគេចោទថាគាត់រំលោភនៅសិទ្ធិនយោបាយហើយនឹងសិទ្ធិចូលរួមធ្វើនយោបាយនេះដូច្នេះគាត់បន្ទុំថយដូចខ្ញុំបានលើកឡើងហើយដូចជាបន្ថយលោកកឹមសុខានេះគឺមកពីគំនាបអន្តរជាតិទេមិនមែនជាឆន្ទៈពិតប្រាកដរបស់លោកហ៊ុនសែនទេពីព្រោះលោកហ៊ុនសែនមុននឹងធ្វើអ្វីក៏ត្រូវគិតពីរឿងបញ្ហាអំណាចរបស់គាត់សិនកាលណាដោះលែងលោកកឹមសុខាបើសិនជាលោកកឹមសុខាមានឆន្ទៈប្រឆាំងនឹងលោកហ៊ុនសែនមែនទែនគឺមានប្រជាជនគ្រប់គ្រងច្រើនប្រជាជនគ្រប់គ្រងច្រើនគឺវាប៉ះពាល់ដល់អំណាចរបស់គាត់បន្តពូជពីកូនទៅពីពុកទៅកូនពីកូនទៅចៅហ្នឹងដូច្នេះគាត់ត្រូវមើលត្រង់កន្លែងទៅនឹងសិនមុននឹងគាត់មានសកម្មភាពបន្ថយផ្នែកខាងសិទ្ធិនយោបាយរបស់គណៈបកប្រឆាំងប៉ុន្តែខ្ញុំមិនជឿថាគាត់នឹងមានឆន្ទៈពិតប្រាកដទេវាជាយុទ្ធសាស្ត្របន្ថយបរិយាកាសប៉ុណ្ណោះដោយត្រូវការដោយត្រូវគំនាបពីអន្តរជាតិប៉ុន្តែគាត់មិនដឹងថាអន្តរជាតិនោះគេចេះជាងគាត់គេមិនលងជាងគាត់នោះទេដូច្នេះគាត់ធ្វើអញ្ចឹងបានគឺបោកប្រាស់តែប្រជាជនខ្មែរនៅក្នុងប្រទេសប៉ុណ្ណោះឬអង្គការសហជាតិគឺថាគេអត់នឹងទេហើយដូចខ្ញុំបានលើករួចមកហើយនៅក្នុងស្រាកិត្តិយសប្រទេសជាតិយើងនៅក្នុងអន្តរជាតិឡើងវិញគឺវាមានចំណុចដូចខ្ញុំបានលើកឡើងគឺទៅតាមសេចក្តីត្រូវការរបស់អង្គការសហប្រជាជាតិហើយសេចក្តីត្រូវការរបស់អង្គការសហប្រជាជាតិនោះវាស្របទៅតាមរដ្ឋធម្មនុញ្ញរបស់កម្ពុជាយើងដែរដូចជាខ្ញុំបានលើកឡើងហើយវាជារឿងស្រួលទេយើងគ្មានរយច្រកណាចេញក្រៅពីតម្រូវការរបស់អង្គការសហប្រជាជាតិទេការគោរពសិទ្ធិមនុស្សការស្ដារឡើងវិញនូវលទ្ធិប្រជាធិបតេយ្យហើយបើសិនជាយើងគោរពសិទ្ធិមនុស្សស្ដារឡើងវិញនូវលទ្ធិប្រជាធិបតេយ្យហើយនឹងដោះលែងអ្នកទោសមនសិការអ្នកទោសនយោបាយអីទាំងអស់ EBA ប្រកាសជាគេនឹងផ្ដល់មកវិញ 100% ហើយវាអ្នកវិនិយោគល្អនៅលើដែលពិភពលោកនេះគឺថាគេនឹងចូលរួមទៅធ្វើដែលវិនិយោគនៅក្នុងស្រុកខ្មែរបង្កើតការងារឲ្យខ្មែរហ្នឹងឲ្យពលរដ្ឋខ្មែរហ្នឹងមានការងារធ្វើមានប្រាក់ចំណូលប្រពៃគួរសមទៅអានេះគឺថាយើងស្ដារឡើងវិញបានហើយប៉ុន្តែបើសិនជាយើងចង់ដើរផ្លោផ្សេងពីសេចក្តីត្រូវការរបស់អង្គការសហប្រជាជាតិដូចខ្ញុំបានលើកឡើងប្រមាណចំណុចនេះហើយយើងចង់រកផ្លូវណាមួយផ្សេងមកដែលដោះស្រាយគឺថាมันអាចទៅរួចទេដូចយើងបានឃើញណែកន្លងមកហើយនៅពេលលោកកុកអានក្តីលោកលីយ៉ុងផាត់ក្តីលោកសសុខាក្តីគឺតែมันដោះស្រាយបញ្ហានឹងឲ្យបានត្រឹមត្រូវនៅក្នុងកណ្ដាលប្រទេសទេប៉ុន្តែយកលុយមួយជួលមេធាវីនឹងក្រុមហ៊ុន lobby ល្អនៅសហរដ្ឋអាមេរិកនេះដើម្បីឲ្យគេដកឈ្មោះចេញពីបញ្ជីខ្វៅរបស់សហរដ្ឋអាមេរិកទៅវិញចា៎ដូច្នេះឃើញទេអ្វីដែលធ្វើនោះវាផ្ទុយពីការត្រូវការរបស់អង្គការសហប្រជាជាតិឬក៏ផ្ទុយពីការត្រូវការរបស់សហរដ្ឋអាមេរិកដោយទៅសហរដ្ឋអាមេរិកគេបានមើលឃើញហើយមុននឹងដាក់ទណ្ឌកម្ម
ផ្នែកសេដ្ឋកិច្ចដល់លោកលីយ៉ុផាត់លោកកកអានទ្រីភិបអីជាដើមប្រមាណអ្នកដែលគេដាក់នោះគឺគេមានដែលការស្រាវជ្រាវរបស់គេត្រឹមត្រូវបំផុតមុននឹងគេដាក់គេមិនមែនចេះតែដាក់ហើយក៏មិនមែនចេះតែស្ដាប់ពួកនេះដែលគណៈបកប្រឆាំងនោះបរទេសទេគឺគេមានការស៊ើបអង្កេតត្រឹមត្រូវរបស់គេដូច្នេះនៅក្នុងការសោកលុយដែលជួលក្រុមហ៊ុន lobby ឬក៏ lawyer ប្រកែដើម្បីឲ្យដកឈ្មោះចេញនេះគឺថាយើងអត់មានបានដោះស្រាយបញ្ហាទេគឺយកបញ្ហានោះដើម្បីទៅកប់ចោលបណ្ដោយហើយរីឯការអនុវត្តនោះគឺទៅនៅដដែលដូច្នេះសង្គមអន្តរជាតិគេអត់មានទំនុកចិត្តដល់យើងទេហើយដូចយើងបានដឹងស្រាប់ហើយព្រោះការបង្ក្រាបក្រុមហ៊ុនឆបោកអនឡាញដែលមានទីស្នាក់ការធំបំផុតនៅក្នុងប្រទេសកម្ពុជានេះគឺយើងធ្វើបន្ទុយពីនីតិវិធីដែលប្រទេសគេចង់ធ្វើធម្មតាការបង្ក្រាបហ្នឹងគឺគេបង្ក្រាបពីលើទៅក្រោមឧទាហរណ៍ឥឡូវលីយ៉ុងផាត់ឥឡូវគេចាប់លីយ៉ុងផាត់ទៅគេត្រូវស្រាវជ្រាវថាតើលីយ៉ុងផាត់នោះមានសាខាកន្លែងណាខ្លះមានសាខានោះកន្លែងខ្លះដូច្នេះបានគេចាប់ផ្ដើមពីលើនោះទៅក្រោមអាហ្នឹងទៅវាបាត់ហើយដល់យើងបង្ក្រាបទៅក្រោមឬខាងថ្នាក់លើនេះ Nodadel គឺថាអ្វីៗវាមានដំណើរការ Nodadel ត្រឹមតែផ្លាស់ទីតាំងពួកនេះនៅពីក្រោមប៉ុណ្ណោះដូចខ្ញុំធ្លាប់បានឮហើយថានៅពេលដែលគេបំបែមានអ្នកដែលធ្លាប់ធ្វើការនៅក្នុងនោះគេទៅធ្វើការតាមផ្ទះទៅធ្វើការតាមផ្ទះហើយគេអត់អោយណាដឹងនោះលាកបន្តទៅទៀតធ្វើការតាមផ្ទះនេះគឺថាជារឿងមួយដែលពិបាករត់ណាស់ហើយយើងត្រូវដឹងថាតើអាចធ្វើការនៅតាមផ្ទះកើតទេពីព្រោះអ្នកដែលធ្វើការនោះលុយមិនអាចរត់ចូលនៅក្នុង bank account របស់អ្នកដែលធ្វើការនៅខាងក្រោមនោះទេត្រូវចូលនៅទីស្នាក់ការធំមកគេនោះចឹងគាត់បំផ្លាញទីស្នាក់ការធំនឹងអស់ទៅលុយscam online នេះវាចូលទៅកន្លែងណាវាមិនត្រូវលាយទៅដោយខ្លួនឯងអ្នកដែលធ្វើការនៅខាងក្រោមនេះបើតាមខ្ញុំដឹងគឺថាមានអ្នកដែលទៅធ្វើការនៅតាមផ្ទះប៉ុន្តែគេលាកគេអត់អោយនរណាដឹងទេអានេះគឺបងប្អូនអ្នកដែលមានកូនចៅកូនក្មួយនោះគឺធ្វើការដោយ scam online ថានៅពេលបែកពីដោយព្រមប្រទល់ថៃនៅអូជ្រូប៉ោយប៉ែតបែកពីរបស់កុកអានទីស្នាក់ការឆបោកអនឡាញនៅរបស់កុកអាននោះគឺគេបែកទៅតាមប្រទេសទៅគេធ្វើទៅតាមប្រទេសបន្តទៅទៀតណាដូច្នេះដើម្បីឲ្យនេះធ្វើតាមប្រទេសនោះអស់មានផ្លូវដើរអស់ច្រកទៅលុះត្រាតែបំផ្លាញពីលើទៅហើយគឺថាអត់មានលុយរត់ចូលទៅកន្លែងណាបានទេពីព្រោះលុយនោះមិនអាចរត់ចូលទៅbank account របស់អ្នកដែលធ្វើតាមប្រទេសនោះបានទេបាទដូច្នេះឃើញទេការបង្ក្រាបនោះគឺថាវាផ្ទុយពីអ្វីដែលគេចង់បានដូចខ្ញុំបានលើកឡើងហើយគេថាពីលើទៅក្រោមកណ្ដាលចាប់អាមេធំនឹងបានហើយគេដឹងថាអាមេធំនោះមានសាខាកន្លែងណាខ្លះគេចាញ់មកហើយគ្រប់សាខាគឺគេចាប់បានទាំងអស់គឺផ្ដាច់ឬម្ដងប៉ុន្តែយើងធ្វើវាផ្ទុយដូច្នេះហើយបានសង្គមអង្គការសហប្រជាជាតិដែលគេតែងតែតាមដានបញ្ហានេះគឺថាការបំផ្លាញបង្ក្រាបscam online នៅប្រទេសកម្ពុជាគឺថាអត់មានប្រសិទ្ធភាពទេតាមចំណុចនឹងហើយដែលខ្ញុំបានលើកឡើងហើយបានគេថាវាអត់មានប្រសិទ្ធភាពឥឡូវយើងមិនទៅសើថៃទេខ្ញុំឃើញទៅថៃដែលគេបង្ក្រាប scam online ជាក់ស្ដែងដោយកុកអានគេចាប់បណ្ដាញរបស់កុកអានលោកកុកអានធំទៅបានគេដេញទៅតាមសាខាគេសាខាកុកអានមានប្រមាណនោះកន្លែងណាខ្លះដូច្នេះគេចាប់ផ្ដើមបង្ក្រាបតទៅនោះគឺថាបង្ក្រាបទៅគឺថាវាមានប្រសិទ្ធភាពណាទោះបីមិន 100% គឺថាប្រសិទ្ធភាពគឺប្រកាសជាមានដែលផ្ដល់ទំនុកចិត្តដល់ដែលសង្គមអន្តរជាតិគេថាយើងនេះបានធ្វើការនេះគឺវាស្របទៅតាមនីតិវិធីដែលគេចង់ឃើញដែលគេចង់បានបាទសូមអរគុណបាទចាសូមអរគុណលោកវ៉ៃសរឿនដែលបានបកស្រាយយ៉ាងក្បោះក្បាយនៅក្នុងចំណុចនេះផងដែរលោកពេញលីខ្ញុំចង់ជម្រាបសួរលោកនៅក្នុងចំណុចខ្លីទេតែបញ្ជាក់ឲ្យឃើញថាជាធម្មតាគណៈបកសង្គ្រោះជាតិដែលដឹកនាំដោយលោកសំរងស៊ីហើយបន្ទាប់មកដោយសារតែមានការរអាក់រអួលលោកសំរងស៊ីគាត់មិនដែលខ្វាយខ្វល់ជាមួយអំណាចឬតំណែងនេះគាត់ទេប៉ុន្តែគាត់ជឿជាក់លើលោកកឹមសុខាថានឹងអាចដឹកនាំនាវារបស់សង្គ្រោះជាតិឆ្ពោះទៅរកអនាគតជូនប្រជាពលរដ្ឋប៉ុន្តែនៅទីបំផុតជាអកុសលគឺដោយសារតែមានការរំលោភបំពានបំផ្លាញពីសំណាក់ហ៊ុនសែនឯនឹងជាដើមរំលាយគណៈបកសង្គ្រោះជាតិឯនឹងតាមប្រាប់ទៅគណៈបកសង្គ្រោះជាតិទាំងខ្ញុំទាំងគេគ្រប់គ្រងរួមចូលរួមគ្រប់គ្រងដែលមានអ្នកគ្រប់គ្រងបោះឆ្នោតជូនរហូតដល់ទៅជាងកន្លះប្រទេសធ្វើឲ្យហ៊ុនសែនខ្លាចដល់ថ្នាក់
រំលាយគណៈបកសង្គ្រោះជាតិរឿងរំលាយហ្នឹងគឺវិជាការបញ្ជាក់ឲ្យឃើញថាគេខ្លាចហ្នឹងហើយបាទគេតន់គេមានឱកាសគេរំលាយចោលអញ្ចឹងណាចំណុចនេះខ្ញុំចង់បកយកមកសួរលោកវិញថាបំណងរបស់ប្រធានគណៈបកសង្គ្រោះជាតិគឺចង់ឲ្យប្រទេសមានលទ្ធិប្រជាធិបតេយ្យផ្ដល់សេរីភាពជូនប្រជាពលរដ្ឋក្នុងការបញ្ចេញមតិឬអ្វីៗផ្សេងៗទៀតដែលខុសគ្នាទាំងស្រុងត្រូវក្នុងការគ្រប់គ្រងប្រទេសក្រោមការដឹកនាំរបស់តកូលហ៊ុនខុសគ្នាចង់និយាយថាចំណុចខុសគ្នាហ្នឹងជាងបានន័យថាគណៈបកប្រឆាំងដែលដឹកនាំដោយលោកកឹមសុខាហ្នឹងគឺមាននិន្នាការផ្ទុយគ្នាជាមួយនឹងហ៊ុនសែនប៉ុន្តែបន្ទាប់ពីការជាប់គុកបន្ទាប់ពីការយាយីហើយពេលវេលាភាពទទួលបានភាពអយុត្តិធម៌យ៉ាងច្រើនហើយនៅក្នុងនឹងដែរទន្ទឹមនឹងដែរការដឹកនាំរបស់តកូលហ៊ុនបានបង្កើតឲ្យកម្ពុជាមានសង្គ្រាមហើយកម្ពុជាបាត់បង់ទឹកដីឲ្យកម្ពុជាប្រជាពលរដ្ឋនឹងឈឺចាប់ដោយការបាត់បង់ដីធ្លីអីនឹងជាដើមទាំងអស់ហ្នឹងស្រាប់តែលោកកឹមសុខាក៏ដូចជាកឹមមេណូវិជាក៏មកចូលរួមជាមួយនឹងហ៊ុនសែនតើចំណុចដែលនាងខ្ញុំលើកឡើងពីខាងដើមអธิบายពីខាងដើមហ្នឹងវាមានពាក់ព័ន្ធជាមួយដែលថាវាចំណេញអីទៅដល់នយោបាយដែរទេនៅពេលដែលគណៈបកមួយដែលត្រូវបានគេរំលោភបំពានហើយទៅចូលរួមជាមួយនឹងគណៈបកកាន់អំណាចដែលតែងតែធ្វើទុកបុកម្នេញទៅលើជាតិខ្លួនឯងតើអាចទេលោកកេងលីសការចូលរួមនេះធ្វើឲ្យគណៈបកក៏ដូចជាអ្នកដឹកនាំប្រទេសដោយតកូលហ៊ុននឹងដោយសារតែអំណាចការចូលរួមរបស់លោកកឹមសុខានិងកូនស្រីនឹងធ្វើឲ្យកម្ពុជាលុបបំបាត់ចោលអាងើបមួយវាយមួយឬមួយក៏បានទឹកដីមកវិញអីដែរទេចំណេញដែរទេក្នុងការចូលរួមនឹងចាស់សូមជឿបាទអរគុណច្រើនសូមឆ្លើយសំណួរក្មួយអត់មានទេពីព្រោះកាលណាគេដូចលោកតាពីងលោកមានពុទ្ធិកាលោកតាពីងគឺជាអិសរាជជនសម្ងាត់របស់ចារកម្មរបស់ក្រមបកខុនកើតបាននិយាយគឺគ្មានទេគឺធ្វើម៉េចគេអានេះដូចកម្មសខានេះនិយាយគឺគេធ្វើលួងចិត្តខូកូនីរបស់បារាំងដែលបារាំងគេថាត្រូវតែធ្វើម៉េចឲ្យមានប្រជាធិបតេយ្យឲ្យមានទៅបារាំងគេនឹងចូលមកធ្វើបន់ឲ្យរំលឹកអំពីអ្នកប្រើភាសាបារាំងនេះគឺគេធ្វើម៉េចឲ្យដោះលែងប៉ុន្តែពាក្យគេសុំដោះលែងនេះវាដោះតែជំហានខ្លីឲ្យដើរតែដល់សិទ្ធិនយោបាយអត់មានហើយហ៊ុនសែននេះចង់ទាញយកគេមនុស្សជានេះពីព្រោះម៉េចយើងចាស់ហើយចូលនិវត្តន៍ឲ្យក្មេងតអាហ្នឹងគេថានយោបាយតពូជម្បោព្រោះនៅលើពិភពលោកអត់មានទេមានតែខ្មែរមួយទេអត់ពីឪអត់ពីឪមកកូនអត់ពីកូនទៅចៅគេធ្វើនយោបាយហ្នឹងគេថាអញ្ចឹងប្រទេសជាតិវាអត់ទៅរួចទេដោយហ៊ុនសែនគាត់ថាយើងចាស់យើងចូលនិវត្តន៍យើងត្រូវបកគលសិទ្ធឲ្យក្មេងអ្នកធ្វើកំឈាមថ្មីហើយយើងមើលឈាមថ្មីប្រហែលថ្ងៃនេះគេទៅយួនគេប្រាប់ធ្វើម៉េចឲ្យយួនមានសិទ្ធិបោះឆ្នោតផងនាងខុនដារីហើយនឹងប៉ែនសំអនគេទទួលហើយអញ្ចឹងប្រទេសកម្ពុជាគឺអត់ឃ្លាតពីកញ្ញាំដៃយួនបានទេទោះបីកម្មសខាមលោកកេងនេះខ្ញុំសូមកាត់លោកបន្តិចលោកលើកឡើងថាថ្មីនេះខាងយួននឹងគេសុំឲ្យប្រជាពលរដ្ឋគេនឹងចូលរួមបោះឆ្នោតផងលោកខ្ញុំចង់ឲ្យលោកជួយបំភ្លឺតើយួនមកចូលរស់នៅក្នុងប្រទេសកម្ពុជាហើយចង់បោះឆ្នោតឲ្យកម្ពុជាគេបោះឆ្នោតដើម្បីឲ្យអ្នកណាបើមិនមែនប្រទេសខ្លួនឯងផងហ្នឹងចាយើងដឹងហើយថាយួនគេមានមហិច្ឆតាគេយកមនុស្សយួនមកនៅខ្មែរ3លានគ្រួសារគឺផ្ដល់សញ្ជាតិផ្ដល់មុខរបរផ្ដល់ឲ្យរស់នៅមួយស្លាញ់តបថ្ងៃនេះណាយើងមើលយួនដែលមានពលថាជំពាក់នេះគេព្រោះយួនគេមានលុយប្រាក់ខែគេមានស្អីរបស់គេហើយគេមានមុខរបរគេតកែផ្សារណាគឺតែខេត្តខ្ញុំ6ផ្សារ6យួនទាំងអស់ហ៊ុយលេងនោះយើងស្ដាប់ដែរស្មើយួនតកែយួន6ផ្សារគេគ្រប់គ្រងទាំងអស់យើងមើលអានោះទៅយើងដឹងហើយថាសេដ្ឋកិច្ចប្រទេសខ្មែរទាំងមូលគឺយួនគេក្តោបជាប់អស់មិនឲ្យប្រទេសណាមកទទួលទិញដោយប្រទេសថៃនេះជប៉ុនក៏មកទទួលទិញកូរ៉េក៏មកទទួលទិញឥណ្ឌូនេស៊ីពីលីពីនក៏ទទួលទិញហើយខ្មែរយើងមិនបានអាទីផ្សារនោះមិនបើកចំហចាំតែយួនម្នាក់បានមកទិញបាននោះអាហ្នឹងហើយដែលការតស៊ូរបស់អ្នកដែលស្រឡាញ់ជាតិគឺតស៊ូដើម្បីចង់បានលំហសេដ្ឋកិច្ចសេរីយុត្តិធម៌ចង់បានលទ្ធិប្រជាធិបតេយ្យដោយយុត្តិធម៌ចឹងបានគេថារំលាយសំរងស៊ីនេះរំលាយវាមិនអស់សោះធ្វើម៉េចទៅរំលាយមិនអស់
ហើយពួកខ្ញុំនេះគឺសុខចិត្តមូលសុខួរសំរងស៊ីក៏ដោយទៅនៅក្រៅប្រទេសចុះគឺកិច្ចការគាត់ដាក់មកគឺខ្ញុំអ្នកធ្វើទទួលយកតាមមូលដ្ឋានអញ្ចឹងបានគេដើរខ្ជង់គេថាទើបតែនេះឯងចូលនេះឯងចេះរស់បើនេះឯងមិនចេះរស់ទេនេះឯងត្រូវរើស3ទៅគេឲ្យចោះចូលនេះឯងរស់តែបើសិនណានេះឯងមិនចោះចូលហើយនេះឯងត្រូវរើសយក3រត់ចោលស្រោកស្លាប់ជាពុកហើយយកមួយណាអានេះយើងមើល2017នោះចាខ្ញុំទៅខ្ជង់ដល់ធនាគារធ្វើម៉េចអានេះឯងត្រូវទេចោះចូលអង្គីហើយប្រមូលមនុស្សទៅឲ្យគេបាញ់គេនេះកំណត់អញ្ចឹងធ្វើទេបាទសៅ UA គេធ្វើគឺធ្វើទៅខ្ញុំមិនធ្វើទេខ្ញុំទៅចិត្តមកដើរសុំពៀនបាយលោកចុះពីព្រោះអត់យកកម្លាំងយកគំនិតទៅបំផ្លាញជាតិទេបាទចាំបានថារឿងទាំងអស់ណាបើសិនណាជាហ៊ុនសែនស្នេហាជាតិមែនណាតាមតើអង្គការជាតិណាលុយចាយមិនអស់ទេបំណុលក៏គេលុបចោលឲ្យដែរដូចជប៉ុនហ្នឹងគេអត់ឲ្យខ្ចីទេគេសិចិត្តឲ្យគេឲ្យមួយឆ្នាំ400 លានគេឲ្យធ្វើផ្លូវណាធ្វើឲ្យគេធ្វើឲ្យជួយអេតអីគឺមើលចាសហគមន៍អឺរ៉ុបគេហៅដៃគូទាំង47ប្រទេសសហប្រតិបត្តិការលើអង្គការមួយគឺអង្គការបៃតងគឺគេជំនួយគេឲ្យមកគឺអង្គការនោះគេបែងចែកហើយដូចអាមេរិកគេអត់បាទេយកឲ្យទៅលក់យកទៅកុំទៅយកកំភ្លើងទៅលក់វាស្រួលប៉ុណ្ណាទៀតបើហ៊ុនសែនស្នេហាជាតិមែនណាវាស្រួលណាចាមួយឆ្នាំ13,000 លាន14,000 លាន100,000 លានឯណាក៏អាមេរិកគេព្រមដែរសហគមន៍អឺរ៉ុបគឺគេព្រមដែរលោកកេងនេះតើការបង្កើតនៅវប្បធម៌សន្ទនារវាងក្រុមគ្រួសារទាំងពីរនេះតើវាអាចធ្វើឲ្យសហគមន៍អន្តរជាតិមើលឃើញថាហ៊ុនសែននឹងបន្ធូរបន្ថយនឹងដូចជាបើកឲ្យមានលទ្ធិប្រជាធិបតេយ្យមកវិញដែរឬទេក្នុងការដោះលែងប្រធានគណៈបកសង្គ្រោះជាតិដែលជាសត្រូវស៊ីសាច់ហត់ឈាមរបស់ហ៊ុនសែនឯនឹងជាដើមឬក៏អាចទេដែលការធ្វើវប្បធម៌សន្ទនាអំពីពីអ្នកត្រកូលឲ្យកូននេះជួបគ្នាទាំងសងខាងនឹងធ្វើឲ្យប្រទេសកម្ពុជានឹងថៃឈប់ពាត់របងឬក៏ឈប់ឈ្លានពានអីដែរឬទេតើគេធ្វើដើម្បីអីចាសូមជឿអត់បានទេបាទទាំងអស់នេះគ្រាន់តែលួងលោមអង្គការជាតិទេដូចបងមានប្រសាសន៍អញ្ចឹងបារាំងគេប្រជុំនេះគឺគេសុំឲ្យដោះលែងឲ្យមានប្រជាធិបតេយ្យឲ្យគេព្រោះគាត់ជាម្ចាស់អធិលេខីបាទក្រុងប៉ារីសហើយឥណ្ឌូនេស៊ីក៏គេស្នើសុំជាសហប្រធានគឺមិនគេចង់កោះប្រជុំដើម្បីដោះស្រាយកម្ពុជាឲ្យប៉ុន្តែហ៊ុនសែនគាត់មិនព្រមទេកាលណាយកក្រុងប៉ារីសមកនិយាយគឺនេះទាំង3នេះទាំង4នេះអត់ប៉ះពាល់ដីខ្មែរបានទេលាវក៏ប៉ះពាល់បានយួនក៏ប៉ះពាល់បានធៀមក៏ប៉ះពាល់បានចិនក៏ប៉ះពាល់បានតើរក្សាទុកអា$23នេះគឺវាសំខាន់ណាស់សម្រាប់ជីវិតខ្មែរតែវាគ្រោះថ្នាក់សម្រាប់ពួកចោរដែលឈ្លានពានចាអានេះមើលក្មួយយល់ហើយចឹងបើយើងយក$23ណាវាជាវាសនាល្អសម្រាប់ប្រទេសជាតិសម្រាប់ជីវិតខ្មែរតែបើប្រជាសាទុកណាគឺវាបាត់បង់ផលប្រយោជន៍ចោរព្រោះតកូលហ៊ុនជាក្រុមចោរអញ្ចឹងហ៊ានចំហនេះហ៊ានធ្វើទៅតាមច្បាប់$23នេះ77ប្រទេស47ប្រទេសដែលជាសហការីគេជួយជំនួយដូចស៊ុយអែតដូចនេះគេជួយបាទគេជួយពីក្នុងអង្គការមួយហៅអង្គការប្រជាធិបតេយ្យវិជាស្ថាន NDI IOI របស់គេនោះគោរពព័ត៌មានរបស់គេនោះហើយយើងមើលបព្វជិជនណាគឺប្រកាសពេលណាគឺជំនួយដកកខ្វក់ជំនួយស្មោកគ្រោកជំនួយដែលមានលក្ខខណ្ឌធ្វើឲ្យបាត់បង់ឯករាជ្យជាតិហើយចូលទៅយកចោលចិត្តមកបើកស្កែមិនគេមិននិយាយអានោះផងចាបាទអានោះគឺវាជាយុទ្ធសាស្ត្រនយោបាយរបស់ពួកចោរដែលគេសហការជាមួយតកូលហ៊ុនរំលាយជាតិខ្មែររំលាយប្រទេសខ្មែរណាអញ្ចឹងបើដើរតាម$23វាល្អសម្រាប់ប្រទេសជាតិសម្រាប់ពលរដ្ឋខ្មែរគឺជាគុណតម្លៃធំណាស់ដែលយើងតស៊ូស្លាប់មនុស្ស3លាន4លាននាក់បានសភឺមួយក្បាលនោះបានមួយក្បាលហើយហ៊ុនសែនមិនអោយប្រើទៀតណាមិនអោយសិទ្ធិអន្តរជាតិមិនអោយសិទ្ធិសមាជិក$23នោះចាចូលរួមក្នុងការរៀបចំប្រទេសជាតិព្រោះគេចង់ឲ្យមុខមាត់ប្រទេសកម្ពុជានេះដែលជាមានមុនប្រវត្តិសាស្ត្រដ៏យូរលង់អញ្ចឹងគេចង់អភិរក្សពូជសាសន៍ខ្មែរនេះឲ្យវាបានល្អប្រសើរឡើងវិញតែ
តែពួកចៅដែលធ្លាប់បំផ្លាញយើងគេអត់ចង់បានទេអញ្ចឹងហ៊ុនសែនត្រូវដើរតាមអាគោលនយោបាយចៅនោះឯងព្រោះមិនដូចKennedy គាត់ថានេះគាត់ស្រឡាញ់ណាស់នៅឆ្នាំ64នោះគឺចង់អភិរក្សពូជសាសន៍ខ្មែរនេះឲ្យមានជាយូរលង់ដែលជាវាមានមុនសតវត្សមកនោះបាទកុំឲ្យវាមានតែចិននិងឥណ្ឌានោះឲ្យមានខ្មែរមួយទៀតមកវាព្រោះកាលនោះវាមានតែចិននិងឥណ្ឌាហើយនឹងខមនេះឯងចាបាទប៉ុន្តែដល់ពេលគេចង់បំផ្លាញយើងនេះគេឲ្យមានតែឥណ្ឌាហើយចិនទេចឹងខ្មែរគឺគេរំលាយចោលអានេះវាជាយុទ្ធសាស្ត្ររបស់គេនោះចឹងបានអន្តរជាតិគេធ្វើ$23ដើម្បីអភិរក្សពូជសាសន៍គោរពសិទ្ធិមនុស្សធ្វើអីមិនចង់បានអីគឺគេជួយចាចាំមិនបានតកូលហ៊ុនវាអត់ប្រមអញ្ចឹងបើនាងគុំនិយាយជាចូលទៅមួយទៀតណាវាអត់មានអីដែលនេះទេអត់មានអីប្លែកទេបាទឯងនឹងអញត្រូវតែដែរអញមាននំឯងមានលបោយមកថែមថយទៅនិយាយខ្មែរបានហើយអាហ្នឹងវាតែប៉ុណ្្នឹងទេខ្ញុំទៅថាអត់មានចូលទៅបានទេអញ្ចឹងបើថាចូលកូនព្រោះគេឲ្យឈាមថ្មីបាទចូលទៅជួយរំលាយឲ្យលឿនតែប៉ុណ្្នឹងទេនេះគ្រាន់តែបើកមុខធ្វើម៉េចឲ្យកូកូនីបារាំងនោះគេទទួលយកបានដោះលេងបានធ្វើសពបែបយ៉ាងបាននិយាយរូបភាពពិតឲ្យវាទៅជាលំហដោយយុត្តិធម៌វាអត់មានចាប្រទេសជាតិណាកាលណាតបាត់យុត្តិធម៌ណាមិនងាយទេក្មួយគ្រួសារក៏ដូចគ្នាចា10បាទ5នាក់បើក្នុង5នាក់នោះអត់មានយុត្តិធម៌រៀងខ្លួនហើយគឺអញនិយមចង់វាយចង់កាប់ចង់សម្លាប់ក៏បានអាហ្នឹងគឺគ្រួសារនោះត្រូវលាយដែរប្រទេសជាតិក៏ដូចគ្នាចឹងបានវាគឺធ្វើច្បាប់រដ្ឋធម្មនុញ្ញឲ្យមានយុត្តិធម៌តិចច្រើនមិនក៏ដោយគឺភាពយុត្តិធម៌ហើយខ្មែរឆ្លាញ់ណាស់យុត្តិធម៌ព្រោះមិនយើងស្លាប់មានសាសនាដឹកនាំរដ្ឋអត់មានអង្គការចាត់តាំងណាមកដឹកនាំរដ្ឋទេគឺមានតែអង្គការសាសនាមួយទេដែលថាពុទ្ធពធប្រសង្ឃសិល5សិល8ហើយដែលគេថាអ្នកដឹកនាំត្រូវមានសិលធម៌5និងគុណធម៌4អញ្ចឹងអញ្ចឹងបានយួនគេខំរំលាយសង្ឃនោះព្រោះសង្ឃនោះនេះបាទអញ្ចឹងបានខាងក្នុងសើងគេថាបើកាលណាទុកសាសនាណាអត់រំលាយខ្មែរបានទេអញ្ចឹងបានគេខំធ្វើសង្ឃ7មករាដើម្បីរំលាយព្រោះសង្ឃជាអ្នកដឹកនាំសាលារៀនមួយមានវត្តមួយយើងបាទព្រោះវត្តអ្នកថែរក្សាវត្តធម៌ថែរក្សាហើយដែលយើងវាពិបាកមើលអសរនេះដោយសារតែសម័យបារាំងនេះគាត់រំលាយអសរសាស្ត្រខ្មែរអញ្ចឹងឲ្យប្រសងនេះធ្វើម៉េចប្រែប្រួលអសរសាស្ត្រនេះឲ្យត្រូវតាមអក្ខរកម្មរបស់អសរបារាំងនោះបាទអញ្ចឹងបានយើងថាយកអសរ V នេះស្មើនឹង Wo ទៅយកអសរ M ស្មើនឹង Mo អសរ N ស្មើ No V ស្មើនឹង Wo ទៅធ្វើម៉េចរៀបឲ្យចំនឹងអាលតាំងនោះបានយើងនេះវាពិបាកអាននឹងសំស្ក្រឹតរបស់យើងនោះវាចេះអញ្ចឹងបានថាដូចថាយួនគេថាបារាំងលាយទៅធ្វើម៉េចឲ្យថាកាត់ដីខ្មែរឲ្យគេបានធ្វើម៉េចដូរអសរគេដូរមិនមកតែដល់សង្ឃខ្មែរអត់ទេយកអីក៏យកទៅទុកតែអសរសាសឲ្យខ្ញុំអាសម័យសង្គ្រាមឆ្នាំ40ហ្នឹងណាមួយអានេះយើងនិយាយឲ្យវាចេញប្រធានតិចប៉ុន្តែវាជាប្រវត្តិសាស្ត្រមួយផ្សារភ្ជាប់យួនគេសង្កេតឲ្យធ្វើម៉េចក៏យកស្រីមកបារាំងពេញប្រទេសគេថាធ្វើម៉េចឲ្យតែបារាំងសบายចិត្តតែគេបង្កើតចលនាឲ្យខ្មែរទៅសម្លាប់បារាំងអញ្ចឹងបានគេយួនស្អត់មានគុកជាគុកទេតែខ្មែរនេះនោះគុកកោះតឡាចផងគុកស្អីណាផងព្រោះគេឲ្យខ្មែរនេះប្រឆាំងបារាំងចាគេរៀបណាគេរៀបរឿងគេរៀបបាទចាអញ្ចឹងបានជាប្រទេសខ្មែរនេះវាមិនងាយទេពីព្រោះវាមានតកូលហ៊ុននេះពាំងដែលជាអំណាចបកប្រជាជននេះហើយពួកនេះគេយកទៅផ្សាំខួរក្បាលតាំងពីអាយុ8ឆ្នាំដូចប៉ែនសវណ្ណគេយកទៅផ្សាំតាំងពីអាយុ7-8ឆ្នាំនេះគេដេញលាយពីភ្នំបូកគោទៅក៏រត់ទៅនៅស្រុកយួនទាំងអស់គ្នានោះចាបាទអញ្ចឹងបានថារឿងបកប្រជាជននេះគឺជាគោលជំហរនយោបាយរបស់ចៅ500ទេវាអត់មានជានេះអញ្ចឹងបានជាប្រទេសខ្មែរយើងវាពិបាកបាទនិយាយណាទោះបីមាន$23ហើយក៏មិនឲ្យសិទ្ធិអន្តរជាតិទោះបីបារាំងទៅវល់មិនក៏អាម៉ណែតវាអត់ព្រមទទួលយកទេបារាំងគេហៅទៅ2លើកគេមកធ្វើម៉េចឲ្យដាក់ពាក្យប្តឹងទៅគេរៀបចំគណៈកម្មការគេនឹងត្រួតពិនិត្យទៅលើ UN Close ក៏បានទៅលើដីគោកក៏បានព្រោះគេមិនបារាំងគេកាត់ប្រទេសខ្មែរធ្វើព្រំដែន
thì mình ban từ vô đây vìประเทศnào mà thôi prom đen thế cắt ประเทศខ្មែរធ្វើព្រំដែនឆ្នាំ1904 នោះដែលមានកិច្ចសន្យា1901មកនោះពុះប្រទេសខ្មែរធ្វើព្រំដែនអ្នកណាស្ម័គ្រចិត្តមកនៅសៀមត្រូវតែសៀមទទួលយកអ្នកណាស្ម័គ្រចិត្តទៅនៅជាមួយបារាំងត្រូវបារាំងទទួលយកឲ្យសញ្ជាតិចាព្រោះពុះប្រទេសខ្មែរធ្វើព្រំដែនប៉ុន្តែខ្មែរយើងអត់សិក្សាទេអត់មើលទេបាទឲ្យតែយួនឲ្យស៊ីគឺយើងគិតមើលប្រេងកាឡាសរងលុយ 10000 អូល្អណាស់ដល់អាស្លាប់អត់គិតទេអាបាត់ដីអត់គិតទេអាឆេះទីអត់គិតទេហ្នឹងអរគុណសូមចូលរួមព្រឹកបាទចាអរគុណលោកកេងលីខ្ញុំមានសំណួរខ្លីមួយជូនទៅលោកវាយសរឿនដើម្បីបញ្ចប់នៅកម្មវិធីនៅក្នុងនេះដែរខ្ញុំបានចាប់អារម្មណ៍នៅលោកកេងលីបានលើកឡើងនិយាយផងដែរអំពីបញ្ហាទាំងឡាយណាដែលពាក់ព័ន្ធនឹងជាមួយនឹងការកិច្ចសន្ទនាជាមួយនឹងកម្មមនុស្សវិទ្យាហើយនឹងហ៊ុនម៉ាណែតឯនឹងជាដើមខ្ញុំចង់បកមកជម្រាបសួរលោកវាយសរឿនថាថ្មីនេះយើងឃើញហើយថាហ៊ុនសែនហ៊ុនម៉ាណែតបានបង្កើតព្រឹត្តិការណ៍ល្បីៗជាច្រើនដើម្បីឲ្យអ្នកតាមដាននយោបាយហ្នឹងបង្វែរពួកគេឲ្យមកចាប់អារម្មណ៍នៅព្រឹត្តិការណ៍បែបទុះបន្តិចបន្តួចនៅក្នុងបណ្ដាញហើយព្រឹត្តិការណ៍មួយនោះគឺបង្វែរចេញពីការតាមដានរឿងព្រំដែននយោបាយដែលថៃធ្វើរបងពាត់នៅក្នុងទឹកដីរបស់ខ្មែរវាជារឿងអកុសលនៅលោកវាយសរឿនយើងឃើញហើយមុននឹងមានសង្គ្រាមហ្នឹងគឺមួយដែលយើងតាមដានអំពីបញ្ហាកោះពុតអីនឹងជាដើមប៉ុន្តែដោយលោកកេងលីលើកឡើងដែលខ្ញុំចង់និយាយពាក់ព័ន្ធនឹងលោកកេងលីហ្នឹងលោកបានលើកឡើងអំពីរឿង$23ខ្ញុំខ្លួនឯងចង់បញ្ជាក់ប្រាប់ដល់ជនរួមជាតិផងដែរថា$23នេះណាគឺជាអាវុធសម្ងាត់របស់កម្ពុជាដែលថៃខ្លាចណាយួនក៏ខ្លាចដែរព្រោះវាជាអាវុធសម្ងាត់មួយដែលអង្គការសហប្រជាជាតិជំវិញប្រទេសជុំវិញពិភពលោកមានជាង10ប្រទេសដែលជាម្ចាស់ហត្ថលេខីនៅក្នុងនោះមានទាំងថៃនឹងផងដែរនេះជាមូលហេតុដែលខ្ញុំនិយាយថាគេខ្លាចព្រោះសញ្ញេរបស់គេនៅក្នុងកិច្ចព្រមព្រៀងមួយនឹងប៉ុន្តែដោយលោកកេងនេះបាននិយាយចឹងពួកបីយ៉ាងណាក៏ដោយទាំងប្រិយមិត្តក៏ដឹងដែរថាហ៊ុនម៉ាណែតហ៊ុនសែនមិនព្រមប្តឹងជាដាច់ខាតយើងឃើញគំរូបើសិនជាហ៊ុនសែនហ៊ុនម៉ាណែតប្តឹងយើងឈ្នះដោយមិនចាំបាច់ធ្វើសង្គ្រាមមិនចាំបាច់កងទ័ពយើងលះបង់ជីវិតទេយើងឃើញគំរូឲ្យស្រេចព្រះវិហារភាសាព្រះវិហារនេះគឺជារឿងមួយដែលខ្ញុំខ្វាយខ្វល់ខ្លាំងមែនទែនថាបើសិនជាវាយួនអត់ថៃវាចង់ធ្វើបាបខ្មែរយើងវាយកភាសាអង្គរវត្តបានវាមិនផ្លានចោលដោយព្រះវិហារហ្នឹងគឺជារឿងដែលខ្ញុំមិនចង់សម័យដល់ទេអញ្ចឹងយើងបកមកនិយាយអំពីសំណួរនេះវិញឃើញថាដើម្បីលុបបំបត្តិចោលកុំឲ្យអ្នកនយោបាយនិងប្រជាពលរដ្ឋតាមដានអំពីរឿងព្រំដែនតែងតែបង្កើតនៅព្រឹត្តិការណ៍ផ្សេងជារៀងរាល់ដងហើយរហូតដល់ពេលនេះលោកវាយសរឿនតើលោកគិតថាជំនួបរបស់កម្ពុជាវិទ្យាជាមួយនឹងហ៊ុនម៉ាណែតវាមានភាពវិជ្ជមាននិងអវិជ្ជមានបែបណាខ្លះក្នុងការជំនួបនេះជួបជាមួយអ្នកទាំងពីរនេះដែលអាចនិយាយបានថាតើវាជាព្រឹត្តិការណ៍សម្រាប់ធ្វើឲ្យទុះដើម្បីឲ្យបាំងការដែលថៃចូលមកពាត់របងធ្វើរបងចូលមកទឹកដីខ្មែរដែលទេហើយនៅមួយទៀតតើកម្ពុជាវិទ្យាកំពុងតែមានទំនាក់ទំនងជំនួបតើមូលហេតុផលដែលកម្ពុជាវិទ្យាទំនាក់ទំនងហ្នឹងតើវាបានផលចំណេញណាមួយជូនដល់គណៈបកប្រជាគណៈបកសង្គ្រោះជាតិដែលមានប្រជាពលរដ្ឋជាងកន្លះប្រទេសគ្រប់គ្រងដែរឬទេទាំងដែលឪពុករបស់ខ្លួនឯងគឺមានទុននយោបាយដែលជាគេមរតករបស់ខ្លួនឯងហ្នឹងគឺគណៈបកសង្គ្រោះជាតិគេមរតកក៏ខ្ញុំសម្ដៅបានថាកិត្តិយសរបស់លោកកឹមសុខាសុខចិត្តជាប់គុកនឹងមិនទៅណាជាដាច់ខាតទោះបីជាហ៊ុនសែនដាក់គុកដល់27ឆ្នាំដែលមានន័យថាមួយជីវិតនឹងក៏ដោយប៉ុន្តែគេឈ្មោះរបស់គាត់បានបណ្ដែតនៅលើពិភពលោកគឺក៏អូបឈ្ងុយឈ្ងប់ណាស់ក៏ប៉ុន្តែនៅក្នុងពេលនេះលោកជឿទេតើលោកអាចជម្រាបបានទេជូនជនរួមជាតិថាពេលនេះកម្ពុជាវិទ្យាកំពុងតែយកគេឈ្មោះនេះនឹងយកទៅលក់ហើយជួយបាំងបញ្ហាផ្សេងដើម្បីឲ្យហ៊ុនម៉ាណែតនឹងជិះលេងដៃប្រគល់ទឹកដីឲ្យថៃគាត់របងតាមចិត្តដែរទេចាសូមជើញមានទូខ្លីបាទសូមអរគុណបាទបញ្ហាទាំងនេះខ្ញុំមើលឃើញថាគឺជាបញ្ហាបង្វែរស្ថានភាពដោយយើងទាំងអស់គ្នាតែងតែបានដឹងហើយនៅពេលដែលហ៊ុនសែនឬក៏ហ៊ុនម៉ាណែតអីវាមានបញ្ហាទើលច្រកនៅក្នុងការនយោបាយឬក៏ទើលច្រកនៅរឿងអ្វីមួយតែងតែបង្វែរស្ថានភាពដើម្បីឲ្យប្រជាជនទៅចាប់អារម្មណ៍រឿងនោះបំភ្លេចរឿងនេះបាទអានេះគឺជាយុទ្ធសាស្ត្ររបស់លោកហ៊ុនសែនតែងតែធ្វើកន្លងមកហើយដូច្នេះបញ្ហានេះគឺខ្ញុំមើលឃើញថានេះគឺជាការបង្វែរស្ថានភាពទេហើយថា
នាងមនោគមវិជ្ជាមនោគមវិទ្យានោះនឹងអាចជួយសម្រាលហើយនឹងជួយរកដំណោះស្រាយពីបញ្ហាព្រំដែននៅលើឆាកអន្តរជាតិខ្ញុំថាគឺវាមិនអាចទៅរួចទេបើសិនជាយើងចង់ធ្វើឲ្យមានកម្លាភាពហើយនឹងធ្វើឲ្យប្រជាជនយើងទុកចិត្តដោយយើងតែងបានទៀមទាកន្លងមកហើយត្រូវយកបញ្ហានេះទៅដោះស្រាយនៅលើតុលាការអន្តរជាតិដោយព្រមប្រទល់រវាងខ្មែរនិងថៃហ្នឹងបើសិនជាយើងទុកតែទ្វេភាគីគឺថាយើងមិនអាចរកដំណោះស្រាយអ្វីបានទេហេតុអីបានខ្ញុំថាមិនអាចរកដំណោះស្រាយបានពីព្រោះពិតមែនតែយើងមាន MOU 2000ពាក្យប៉ុនទៅរឿងបញ្ហាដីគោកនោះមែនហើយនៅក្នុង MOU នោះក៏បានបញ្ជាក់ថាប្រើផែនទីមួយលើ 200,000 ប៉ុន្តែដល់ទៅការវាជាក់ស្ដែងគឺថាថៃគេនៅតែប្រកាន់យកផែនទីមួយលើ 50,000 ដែលជាផែនទីឯកធិបតេយ្យគេដដែលហើយមកពីនឹងហើយបានតែមកពីបញ្ហានឹងហើយបានតែវាកកស្ទះមិនអាចទៅមុខរួចហើយថៃគេតែងតែចង់ចរចាជាទ្វេភាគីចង់ចរចាទៅទ្វេភាគីគឺថាយើងនៅក្រមគេហើយហេតុអីបានថានៅក្រមគេពីព្រោះគេជាអ្នកឈ្នះយើងជាអ្នកចាញ់ដូច្នេះគ្រប់ការចរចាយើងត្រូវតែទទួលលក្ខខណ្ឌរបស់គេតែរហូតដូចយើងកន្លងមកហើយយើងឃើញតែការជប់បាញ់គ្នាដែលលោក President សហរដ្ឋអាមេរិកលោក Donald Trump នេះលោកបានចូលរួមនៅក្នុងការនោះដែរគឺអ្វីយើងធ្វើទៅតាមលក្ខខណ្ឌរបស់ថៃដូចជាបានបញ្ជាក់ថានៅពេលដែលជប់បាញ់គ្នានេះនៅណានៅកន្លែងណាគឺត្រូវនៅកន្លែងនោះអត់មានថែមទើបឬក៏អត់មានធ្វើចលនាទើបនោះទេប៉ុន្តែហើយគេមិនបានអនុវត្តនោះទេពិតមែនតែគេជប់បាញ់មែនទីរីឯសកម្មភាពបង្កើននៃការវាទីយកទឹកពេកគឺគេនៅដដែលហើយតាមខ្ញុំមកសង្កេតមើលទៅគឺគេវាទីទៅតាមផែនទីឯកតោភាគីរបស់គេទៅហើយណាខ្ញុំយកផែនទីនោះមកវាស់វិញគឺថាខ្មែរយើងអត់បាត់ដីសំបីតែ1មីលីម៉ែត្រដូចជាណែហ៊ុនម៉ាណែតតែងអះអាងហើយហ៊ុនម៉ានីតែងមកអះអាងទៀតថាមិនអាចបាត់បង់ទេបើសិនជាយើងយកផែនទីដែលបារាំងគូគឺថាយើងត្រូវតែបាត់បង់ហេតុអីបានខ្ញុំថារឿងផែនទីឯកតោភាគីនេះហាក់ដូចជារដ្ឋាភិបាលខ្មែរនេះបានទទួលស្គាល់រួចទៅហើយពីព្រោះឃើញគេមកដាក់បណ្ដាលុះអីគឺថាយើងអត់មានប្រតិកម្មអីទាំងអស់យើងអត់មានសកម្មភាពណាទៅទប់ស្កាត់របស់គេទេគឺតែមានតែទៅសេជាលេខអក្សរដើម្បីតបផ្នែកការទូតផ្នែកការទូតគឺថាថៃគេអត់ស្ដាប់គេស្ដាប់យើងក៏មិនធ្វើអីហើយប្រជាជនយើងចាប់ប្រជាជនដាក់គុកទៀតត្រង់កន្លែងនេះហើយបានធ្វើឲ្យយើងសង្ស័យថាប្រហែលជាមានការឯកភាពទទួលស្គាល់ផែនទីឯកតោភាគីរបស់ថៃទៅហើយបើសិនជាមិនទទួលស្គាល់ទេគឺថារដ្ឋាភិបាលរបស់ហ៊ុនសែននឹងរំពោះរង្គើមិនស្រួលថៃគេវាយពឹងវិមានសន្តិភាពរបស់ហ៊ុនសែននឹងតទៅទៀតបាទសរុបមកថាតើនាងគឹមវិទ្យានឹងអាចជួយដោះស្រាយអ្វីបានខ្លះនៅក្នុងបញ្ហាដែលបានកើតឡើងរឿងព្រំដែនក្តីរឿងកិត្តិយសភាពរបស់ខ្មែរនៅលើឆាកអន្តរជាតិខ្ញុំដូចបានខ្ញុំលើកឡើងមកហើយថាគឺมันអាចជួយអ្វីបានទាំងអស់ហេតុអីបានខ្ញុំថាចេះពីព្រោះអង្គការសហប្រជាជាតិឬសង្គមអន្តរជាតិមានតម្រូវការរបស់គេរួចទៅហើយគេឲ្យមកខ្មែរយើងអនុវត្តទៅតាមអ្វីដែលគេទាមទារឲ្យបានហើយបើយើងមិនធ្វើទៅតាមការទាមទាររបស់គេយើងចង់រកអ្នក lobby ប្រកែដើម្បីឲ្យអន្តរជាតិគេបោះបង់នោះអ្វីដែលគេត្រូវការហើយគេមិនទទួលយកយុទ្ធសាស្ត្របីរបស់យើងនេះគឺថាមិនអាចទៅរួចទេគេមិនអាចទទួលយកបានទេបាទដូច្នេះហើយបានថាទោះបីជានាងគុំគឹមណូវិទ្យានោះមានលទ្ធភាពឬក៏មានវោហារស័ព្ទខ្លាំងប៉ុណ្ណាក៏ដោយក៏មិនអាចបង្វែរស្ថានភាពរបស់សហគមន៍អន្តរជាតិដែលគេកំពុងចង់បានទេប៉ុន្តែខ្ញុំមិនមានជំនឿថាលោកហ៊ុនម៉ាណែតនិងលោកហ៊ុនសែននេះយកគមនោវិទ្យានេះទៅដើម្បីរួបរวมគ្នាឲ្យគូមនោនាងគមនោវិទ្យានោះគឺថាដើរនៅលើឆាកអន្តរជាតិដើម្បី lobby សហគមន៍អន្តរជាតិនេះឲ្យទទួលយកនៅអ្វីដែលហ៊ុនម៉ាណែតនិងហ៊ុនសែនចង់បានខ្ញុំមិនជឿថាលោកហ៊ុនម៉ាណែតនិងហ៊ុនសែននេះយកនាងនោះទៅធ្វើរបៀបនោះទេគឺយកទៅគ្រាន់តែបន្សាបនៅគំនិតដែលអន្តរជាតិគេកំពុងតែគៀបនេះឲ្យមើលទៅឃើញថាសកម្មភាពឥឡូវនេះឃើញថាហ៊ុនសែនបានបន្ធូរបន្ថយច្រើនហើយហើយសំខាន់បំផុតគឺជិតដល់ពេលបោះឆ្នោត
ដូច្នេះប្រជាជនខ្មែរលោកក្នុងស្រុកឃើញដល់លោកហ៊ុនសែននេះបានបន្ទូមតហើយឥឡូវដោះលែងលោកកឹមសុខាហើយក៏យកកូនកឹមសុខាហ្នឹងទៅចូលរួមនៅក្នុងការសន្ទនាដើម្បីរកសន្តិភាពនិងរកការអភិវឌ្ឍព្រមគ្នានឹងតទៅទៀតប៉ុន្តែខ្ញុំអត់មានជំនឿទេហើយលោកកឹមសុខាក៏ខ្ញុំជឿថាថ្ងៃណាមួយលោកកឹមសុខាដើរខុសច្បាប់អត់គេចាប់តទៅទៀតពីព្រោះគេអាចឲ្យដើរបានចេញក្រៅប្រទេសបានតែអត់ឲ្យយាយនយោបាយទេដូច្នេះកាលណាមកក្រៅប្រទេសគឺថាវាគង់នឹងអាចផ្លិតមានអីចំណុចណាខ្លះដែលគេកំពុងតែតាមដានហើយគេចាប់ចំណុចបានចាប់ដាក់ទៀតចាប់ពុកដាក់ចាប់ខ្ញុំចង់ជម្រាបសួរលោកថាតើក៏មនោវិជ្ជាកំពុងតែលុបបំបត្តិចោលនៅទ្រព្យនយោបាយរបស់ឪពុកខ្លួនឯងដែលពិភពលោកបានស្គាល់អំពីកិត្តិយសរបស់លោកកឹមសុខាកន្លងមកដែរឬទេតើនាងកំពុងតែបំផ្លាញចោលនៅអ្វីដែលជាទ្រព្យនយោបាយរបស់លោកកឹមសុខាដែរទេខ្ញុំក៏មានជំនឿថានាងនោះក៏កំពុងតែបំផ្លាញកិត្តិយសរបស់តែឪពុកនឹងដែរពីព្រោះបើសិនជាចូលរួមនៅក្នុងការសន្ទនាដើម្បីរកដំណោះស្រាយនោះនៅក្នុងឆាត់នៃគណៈបកប្រជាជនគឺថានាងបានបំផ្លាញហើយប៉ុន្តែបើសិនទេទៅចរចាហើយនឹងដែលចូលរួមរកដំណោះស្រាយប៉ុន្តែនៅក្នុងឆាត់គណៈបកប្រឆាំងអានោះវាជារឿងមួយផ្សេងដែលយើងថាมันអាចបំផ្លាញនៅកិត្តិយសរបស់លោកកឹមសុខាបានទេប៉ុន្តែយើងនៅមានមន្ទិលសង្ស័យជាច្រើនដូចថាលោកកឹមសុខានោះគាត់មិនឆ្លើយមិនឆ្លងទៅសុខចិត្តនៅស្ងៀមហើយក៏អបយកតំណែងនៃគណៈបកប្រធានគណៈបកនោះដោយមិនប្រគល់ឲ្យទៅអ្នកដទៃទៀតអានេះគឺថាយើងមានការសង្ស័យតើមូលហេតុអីបានលោកកឹមសុខាធ្វើអញ្ចឹងបើយើងប្រៀបធៀបទៅនឹងលោកសំរងស៊ីនៅពេលដែលគិតដឹងថារដ្ឋាភិបាលលោកហ៊ុនសែននេះបានចោទប្រកាន់គិតដល់កម្រិតហើយដែលគេអាចរំលាយគណៈបករបស់គិតបានគិតលាលែងភ្លាមតែមុនមកហើយដែលបានគិតលាលែងគឺកុំអោយគេយកបញ្ហារបស់គិតនេះទៅរំលាយបកសង្គ្រោះជាតិរបស់គិតនេះគឺគិតចិត្តលាលែងបាទនេះដើម្បីរក្សានៅបកនេះហើយបើសិនជាលោកកឹមសុខានោះនៅពេលដែលគេចាប់គិតហើយគិតបានលាលែងពីតួនាទីនោះប្រហែលជាតួនាទីនោះនឹងត្រូវឡើងទៅអ្នកណាមួយផ្សេងទៀតដើម្បីបន្តជីវិតនយោបាយនឹងបន្តទៅទៀតបាទប៉ុន្តែដល់គណៈបកប្រធានគណៈបកនឹងគិតអត់លាលែងដូច្នេះគឺជាឱកាសដ៏ល្អដែលគេបំផ្លាញគណៈបកនឹងចូលហើយយើងត្រូវដឹងទៀតថាអ្វីដែលគេធ្វើនោះគេអត់យកច្បាប់មកធ្វើទេគឺគេយកការធ្វើម៉េចបញ្ចប់ជីវិតនយោបាយរបស់លោកកឹមសុខានឹងឲ្យបានព្រោះដូចយើងបាននឹងស្រាប់ហើយថាគេបានបង្កើតច្បាប់មួយគេថាបើសិនជាគណៈបកនយោបាយណាមួយដែលមានជាប់រុទ្ធនៅក្នុងក្បត់ជាតិឬក៏មានបាត់អក្រិតណាមួយដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់បកនោះគឺថាគេរំលាយបកនោះចោលប៉ុន្តែនៅពេលដែលចាប់លោកកឹមសុខាមិនទាន់នឹងរកអីទោះកំហុសគឹមសុខាពិតប្រកបផងគេរំលាយមុនបាត់រំលាយបាត់រហូតដល់សម័យនេះក៏នួនរកកំហុសលោកគឹមសុខាមិនទាំងបានទៀតទៅមានន័យថាគេធ្វើនោះគេអត់ធ្វើទៅតាមនីតិវិធីទេនីតិវិធីរបស់គេគេថាតែនឹងមិត្តទេដូច្នេះការរំលាយនោះគឺរំលាយដោយខុសនីតិវិធីដែលបានធ្វើច្បាប់នោះថាលោកត្រាតែរកឃើញកំហុសពិតប្រកបតុលាការគេឬក៏ចៅក្រមគេបានកាត់ទោសថាលោកនេះមានកំហុសពិតប្រកបមែនដូច្នេះបានគេរំលាយគណៈបកមិនចោលប៉ុន្តែលោកកឹមសុខាមិនទាន់រកកំហុសឃើញផងគេរំលាយមុនបាត់ដូច្នេះច្បាប់គេគ្រាន់តែថាទេប៉ុន្តែទូអនុវត្តគឺគេអនុវត្តផ្ទុយពីច្បាប់ដូច្នេះបានថារឿងវាស្មុគស្មាញនៅក្នុងប្រទេសកម្ពុជាដែលមិនអាចរកដំណោះស្រាយអីឃើញបើសិនជាលោកហ៊ុនសែននេះគិតតែពីអំណាចហើយនឹងមានអំណាចក្នុងគិតទេតត្រកូលទៅទៀតដូច្នេះកាលណាបើសិនយើងគិតយកជាតិជាធំយើងអត់មានគិតពីរឿងអំណាចផ្ទាល់ខ្លួនគឺថាយើងអាចដោះស្រាយបានយើងគិតមើលនៅប្រទេសថៃតើក្នុងរយៈពេលដែលហ៊ុនម៉ាណែតឡើងកាន់អំណាចហើយនឹងខាងប្រទេសថៃដែលលោកមួយនោះឡើងកាន់អំណាចពេលវេលាជាមួយគ្នានឹងហ៊ុនម៉ាណែតតើគេផ្លាស់ប្ដូរនាយករដ្ឋមន្ត្រីប្រហែលតែខ្មែរយើងនៅដដែលរីឯប្រទេសដូចជានាងភ័យថងឋានតណាគ្នានាងភ័យថងឋានកូនស៊ីណាវត្រានោះគេឡើងតណាគ្នាហ្នឹងដែរដល់ពេលគេផ្លាស់ប្ដូរនាយករដ្ឋមន្ត្រីរហូតដល់ខុសអីចង្វាក់ខុសអីរដ្ឋធម្មនុញ្ញរបស់គេប្រជាជនគេបះបោនឹងទម្លាក់ភ្លាមប៉ុន្តែខ្មែរយើងគឺថាមិនអាចធ្វើទៅចោះកើតទេពីព្រោះលោកហ៊ុនសែននេះគាត់
ក្រាញអំណាច មួយចា យើងចាត់ទុកថាអំណាចឬក៏ទូនាទីនាយករដ្ឋមន្ត្រីនេះគឺជាទូនាទីប្រចាំប្រគល់បាទនៅក្នុងនេះហើយបានយើងមិនអាចរកដំណោះស្រាយឲ្យបានដោយសន្តិវិធីទៅរួចទេបាទនេះតាមខ្ញុំមើលឃើញបាទសូមអរគុណបាទ ចាសូមអរគុណចំពោះលោកទាំងពីរផងដែរដែលបានចំណាយពេលយ៉ាងមានតម្លៃបំផុតចូលរួមបកស្រាយជាមួយនឹងប្រធានបទដ៏ក្តៅកំពូលនេះហើយក៏សូមជូនពរទាំងលោកព្រមទាំងចាប្រិយមិត្តដែលចូលរួមទេសនាតាំងពីដើមរហូតដល់ចប់សូមឲ្យលោកទទួលបានតែសុភមង្គលនិងជាឲ្យផុតពីជំងឺឆ្លងកាត់ទាំងឡាយហើយសូមឲ្យបំណងប្រាថ្នារបស់លោកដែលសង្ឃឹមនឹងមានបំណងចង់ឲ្យប្រទេសកម្ពុជារួចផុតពីបាបកម្មបាបគ្រោះចង្រៃសូមឲ្យវិនិច្ឆ័យសន្តិទៅអស់ទៅហើយនាំមកវិញតែសុខសន្តិភាពនិងសុភមង្គលជូនទឹកដីយើងនិងប្រជាពលរដ្ឋយើងឡើងមកវិញសម្រាប់ពេលនេះលោកស្រីអ្នកនាងកញ្ញាដោយសារតែពេលវេលាយើងបានរំកិលមកដល់ទីបញ្ចប់ទៅហើយយើងខ្ញុំក៏សូមបដិផ្ដាំទៅដល់បងប្អូនជនរួមជាតិទាំងអស់ថាកុំតន់អាសន្នដ្ឋានអីរឿងផ្សេងខ្ញុំយើងនាំគ្នាតាមសង្កេតមើលសិនតាមអត់មើលសិនថាតើកម្មមនោវិជ្ជាអាចជីកដីកប់កិត្តិយសរបស់ឪពុករបស់ខ្លួនឯងតាមរយៈគេប្រមាថមើលងាយរំលាយមិនឲ្យឪពុកដឹកនាំគណៈបកសង្គ្រោះជាតិតាមរយៈដែលគេប្រមាថឪពុកចាប់យកទៅដាក់គុកទៅមួយជីវិតទៅតែដោះលែងមកវិញដោយសារតែមានគំនាបឬក៏ដូចជាខ្លួនមានកំពុងតែមានសង្គ្រាមហើយមកលុបលាងគេឈ្មោះអីនឹងជាដើមដោយសារតែពេលវេលាយើងមានកំណត់យើងបានរំកិលមកដល់ទីបញ្ចប់លើកឡើងចិត្តពាក់កណ្ដាលឡើងកន្លះម៉ោងទៅហើយសូមអរគុណហើយចំពោះការព្យាយាមរបស់លោកសេងសុផាន់ផងដែរដោយសារតែពេលវេលាយើងខ្លីខ្ញុំសូមជម្រាបលាពីលោកសេងសុផាន់ហើយនឹងលោកកេងលីព្រមទាំងលោកវ៉ៃសារឿនក៏ដូចជាជនរួមជាតិទាំងអស់ផងដែរចាសម្រាប់ពេលនេះជម្រាបលាបាទជម្រាបលា បាទសុខជម្រាបលាមួយដល់ហើយពេកណាអូមួយអញទៅជឿមកបានស្ដាប់យោបល់របស់លោកសេងសុផាន់ព្រោះគាត់មានយោបល់ល្អៗចង់បានសម្លេងថ្មីរបស់យុវជនហ្នឹងមកអត់ពេលទៀតហើយអរគុណច្រើនជម្រាបលាខោនមួយនេះអត់បានចូលទៅ share ឡើងចូលទៅហើយតោះសុំនិយាយតិចមកហើយចប់ឲ្យលឿនមែនបាទឥឡូវខ្ញុំទៅចប់ប្រជុំជាមួយឯករាជ្យទូតរបស់កាណាដាទៅចប់មិនអញ្ចឹងមកទៅចូលមកបានហ្នឹងអូសូមកាន់តែពេកទៅផងនោះស្ដាយមែនតើហើយលេងសេរីទៅបាត់ហើយអ្នកសួរសំណួរណាសួរបាត់ហើយហ្នឹងហើយមួយម៉ោងហើយអញ្ចឹងហ្នឹងហើយអូខេមានចូលពេលក្រោយទៀតខ្ញុំនិយាយផងរំចាំមើលផងទេដល់ណាបងសុផាន់មកដល់បាទទៅបីយ៉ាងណាបានឃើញមុខដែរតិចចុងក្រោយមុនទៅតាមតិចសិនទៅចារឿងករណីប្រធានបទលោកកឹមសុខាដែលលោកហ៊ុនសែនយកមកប្រើនេះព្រោះអីមានទស្សនវិជ្ជា2ទស្សនវិជ្ជាទី1គឺអត់មានអ្វីដែលជាជំរឿនអត់ទៀតព្រោះអី2008គាត់គិតថានឹងប្រើតែបាក់គ្នាហើយ2020ក៏គិតថាប្រើតែបាក់ប៉ុន្តែពីនឹងមិនបែកគ្នាទេបាទហើយឥឡូវនេះកឹមសុខាខ្លួនឯងគាត់ប្រកាសជួយធ្វើនយោបាយហើយអញ្ចឹងបានការយកកឹមសុខាមកប្រើពីមានប្រយោជន៍ប៉ុន្តែគាត់សង្ឃឹមតប្រើកូនស្រីដើម្បីធ្វើការជាមួយលោកហ៊ុនម៉ាណែតណាអាហ្នឹងខ្ញុំសង្កេតឃើញប៉ុន្តែខ្ញុំយល់ថាលោកហ៊ុនសែនគាត់លបែងដែលគាត់ធ្វើហ្នឹងគឺប្រជាពលរដ្ឋខ្មែរដឹងអស់ហើយសម្រាប់ខ្មែរយើងនៅក្រៅប្រទេសគឺយើងអត់លេងលបែងគេឲ្យយើងឈ្លោះគ្នាទេបាទមិនចឹងឯងពូគេឲ្យយើងឈ្លោះគ្នាតែយើងអត់លេងលបែងឈ្លោះគ្នាបាទគឺយើងអត់លេងលបែងតែគេឲ្យយើងឈ្លោះគ្នាឥឡូវនឹងឯងដែលខ្ញុំជឿថាល្បិចដើម្បីបំបែកបាក់ឲ្យគ្រប់គ្រងមិនអាចប្រព្រឹត្តទៅរួចទេបាទបំបែកបាក់ដើម្បីគ្រប់គ្រងពោះលោកតែគាត់បង្កែខាងហ្នឹងបំបែកបាក់គេដើម្បីខ្លួនឯងគ្រប់គ្រងប៉ុន្តែរឿងបំបែកបាក់កឹមសុខានិងសំស៊ីននេះគឺបំបែកបាក់មករាប់ឆ្នាំហើយតែអត់មានសិទ្ធិភាពអញ្ចឹងបានជាការបោះឆ្នោតហ្នឹងគាត់និយាយរហូតអញ្ចឹង2027 2028យើងអត់ទាំងអស់គ្នាហើយគមនោវិជ្ជាតើគាត់ទៅផ្លូវណាតើគាត់អសង្គ្រោះជាតិឬក៏គាត់ទៅបកសិទ្ធិមនុស្សរបស់គាត់អាហ្នឹងនឹងដែលយើងចង់ឲ្យជំរុញព្រោះនៅក្នុងគណៈបកសង្គ្រោះជាតិថ្នាក់ដឹកនាំតំណាងរាស្ត្រសមាជិកទាំងអស់នៅតែថាលោកកឹមសុខាជាប្រធានបកសង្គ្រោះជាតិនៅឡើយទេប៉ុន្តែឥឡូវនៅពេលដែលលោកកឹមសុខាគាត់មិនអាចធ្វើនយោបាយបានតាមដីកាតុលាការហ្នឹងណាឥឡូវមិនដឹងថាគេបដូរឲ្យធ្វើបានឬមិនបានទេប៉ុន្តែ
នៅតែធ្វើមិនបានហើយបើសិនតែប្រទេសតើឲ្យគមនោវិជ្ជាជាតំណាងបកទូតាតើមានគេទទួលស្គាល់អត់បកសង្គ្រោះជាតិនឹងព្រមទទួលស្គាល់អត់ប៉ុន្តែសំខាន់គឺឲ្យសង្គ្រោះជាតិរស់ឡើងវិញបាទសំខាន់សង្គ្រោះជាតិរស់ឡើងវិញហើយរៀបចំរចនាសម្ព័ន្ធបកសាឡើងវិញបើសង្គ្រោះជាតិមិនរស់ឡើងវិញទេរហូតមិនណែតបោះឆ្នោត2027 2028នេះក៏អន្តរជាតិគេមិនទទួលស្គាល់ដែរហើយមិញក៏យើងបាននិយាយជាមួយឯករាជ្យទូតរបស់កាណាដាហើយគាត់ជាអ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយដែរគាត់ថារឿងហ្នឹងគឺការបោះឆ្នោតដោយស្កាត់ត្រឹមត្រូវយុត្តិធម៌ហើយការដែលមានបកជំទាស់មួយដែលខ្លាំងអាចចូលរួមប្រកួតប្រជែងបានណាអាហ្នឹងទៅភាពស្របច្បាប់វាកើតមាន2027 2028ហ្នឹងដូច្នេះអាហ្គេមដែលយកមកសម្ដែងអីហ្នឹងភាគច្រើនគាត់ធ្វើបានតែក្នុងចំណោមគណៈបកគ្នាគាត់ដើម្បីលុបលាងកំហុសគាត់ទេតែចំពោះអ្នកជំទាស់គឺអត់មានអីប្រេះស្រាំអត់មានអីចោះខ្សោយទេមានតែខ្លាំងឡើងទ្វេដងបាទនេះដែលខ្ញុំយកឃើញហើយខ្ញុំចង់សង្ខេបចុងក្រោយគេចូលយឺតជាងគេហ្នឹងហើយហើយយ៉ាងចេញទៅអស់លីងនៅតែ2នាក់ហ្នឹងហើយបាទអញ្ចឹងអរគុណពូបណ្ឌិតច្រើនអរគុណអ្នកដែលបាទអរគុណចែកក្រោយស្បាយទៀតបាទ